រាជវង្សាវតារភាព2ដែលតម្កល់ទុកក្នុងព្រះរាជបណ្ណាល័យលេខក53ទំព័រ68សម្ដែងថាព្រះបាទត្រសក់ផ្អែមបានឡើងសោយរាជ្យនៅពុទ្ធសករាជ1834ត្រូវនឹងគ្រិស្តសករាជ1290ថ្ងៃ11កើតខែផល្គុនម៉ោង9ព្រឹកក្នុងព្រះជន្មាយុ70ព្រះវស្សាដោយព្រះរាជាអង្គនេះមានព្រះកិត្តិនាមល្បីរន្ទឺថាជាក្សត្រទ្រង់ទសពិតរាជធម៌ប្រសើរថ្លៃថ្លានិងធ្វើឲ្យរស់ឡើងវិញនៅរតនវត្ថុទាំង5គឺព្រះកាយមរកតព្រះត្រៃបិដកគ្រឿងបញ្ចក្សត្រព្រះគ្រូបរហិតទាំង7និងសម្ដេចព្រះអិនគោរពពីជ័យហោរាព្រមទាំងបានកសាងប្រាសាទបូជនីយដ្ឋានគេដំណើរជាច្រើនទើបផលិតកម្មយើងខ្ញុំរៀបចំជាខ្សែវីដេអូនេះឡើងសម្រាប់ជំនាញជនខ្មែរដែលស្រឡាញ់ចង់រក្សាការពារនៅវប្បធម៌ប្រវត្តិសាស្ត្រខ្មែរនិងសិក្សាស្រាវជ្រាវគ្រប់សម័យកាលតរៀងទៅណែម៉ែវាលឿនឡើងថ្ងៃរះខ្ពស់ណាស់ហើយក្រែងទៅមិនទាន់ពេលទៅបោះឆាន់ណាព្រោះផ្លូវឆ្ងាយផងមិនអីទេឪវីរួចរាល់អស់ហើយឪវីឯងរៀបចំតែរទេសគោឲ្យហើយទៅណាអេកូនពុកកូនរៀបចំរួចអស់ហើយកូនណាចាពុកអញ្ចឹងពុកយកទៅហើយណាពុកកុំភ្លេចយកថ្នាំកំបោរមនុស្សស្លាទឹកចាស់លោកតាបោះផងកាលពីមុនខ្ញុំឃើញខ្លះគាត់ចិត្តអស់ហើយណាពុកមិនអីទេពុកបានរៀបចំរួចអស់ទៅហើយណែពុកទៅរៀបចំចាំម៉ែឯងនៅទីមុនហើយណាឲ្យលឿនតិចឡើងហើយនេះក៏ទូចឯងកុំភ្លេចទៅបេះផ្កាឈូកនៅក្រោយផ្ទះនិងយកទៀនធូបមកឲ្យម៉ែផងចាទៅម្ដងនេះម៉ែមុខជាសុំឲ្យលោកតាបងជួយទស្សទាយតើគូព្រេងឯងនៅដល់ណាហើយនឹងសុំទឹកមុនឲ្យលោកប្រុសព្រំឯងឲ្យឆាប់មានប្តីនឹងគេទៅណានៅដល់ណាទៀតកូនគេមានប្តីអស់មកភូមិទៅហើយនៅតែឯងម្នាក់ឯងមិនដឹងស្អីទេម៉ែខ្ញុំមិនចង់បានប្តីបានអីទេមិនចង់បានយ៉ាងម៉េចតើបានចៃឯណាបន្តពូជនឹងគេបើពុកម៉ែកាន់តែចាស់ណាស់ហើយម៉ែផ្កាធូបទៀនខ្ញុំរៀបចំរួចហើយម៉ែប្រញាប់ទៅចាស់ណោះពុកចាំម៉ែនៅរទេះយូរហើយណែម៉ែវាអើយឲ្យលឿនតិចមកទៅហើយមកឲ្យចាំតិចទៅម៉ែតើកូនចាំម៉ែកទួយកុំភ្លេចមើលសារស្រូវផងណាព្រោះពុកឲ្យម៉ែទៅយូរបន្តិចហើយថ្ងៃសៀលទើបត្រឡប់មកវិញចាពុកតែម៉ែអើយស្ពឹកណាបងមេភូមិអ្នកសនខ្ញុំបិណ្ឌនេះគឺនាំគ្នាទៅវត្តណានឹងមិនបានទៅវត្តដូចគេដូចឯងទេគឺទៅអាស្រមរបស់ព្រះបទុមតបោះទៀតហើយព្រោះធ្លាប់យកចង្ហាន់ទៅប្រគេនលោករាល់តែដងហើយលោកតែងតែប្រទានពរឲ្យបានសុខសប្បាយរកស៊ីរីចម្រើនបានគួរសមដែរណាបើអញ្ចឹងយើងគិតទៅអាស្រមព្រះបទុមតបោះតែម្ដងទេព្រោះលើល្បីថាលោកតបោះនឹងប្រកែណាត្រូវហើយអ្នកកែមកយឿននេះអ្នកមិនដឹងទេខ្ញុំបានឮមេតបចាស់ក្នុងរាជការដំបងកញ្ញូងបាននិយាយថាព្រះបទុមតបោះជាពុយពងអង្គក្សត្រទៀតផងប្រហែលជាបែបនឹងទេដឹងបានជាព្រះអង្គមិនព្រមទៅបួសនៅវត្តលីឡំជាមួយព្រះសង្ឃឯទៀតប្រកាសជាបែបនឹងហើយគឺបន្ទាប់ពីដំបងកញ្ញូងបានជ្រែករាជធ្វើគុតព្រះបាទចក្រពត្តិរាជជាព្រះបិតាព្រះបទុមកុមារដែលត្រូវជាព្រះរាជបុត្រព្រះអគ្គមហេសីមួយអង្គនោះបានភៀសប្រកាយមកបួសជាមហាឥសីនៅភ្នំខ្ជុលនោះដោយសម្រេចប្រតិយថាមិនវិលទៅសងសឹកឬទៅវក់វីជាមួយបញ្ហារាជបល្ល័ង្កវិញជាដាច់ខាតហើយព្រះអង្គបដិញ្ញាថានឹងសាងព្រះភ្នួររហូតអស់មួយជីវិតដោយដាច់អហង្ការពីកាមកិលេសតណ្ហាទាំងពួងបងមឿនដឹងរឿងរ៉ាវនេះច្បាស់លាស់ណាស់ណោះអញ្ចឹងបានសំជាមេភូមិមែនព្រោះតែដឹងថាព្រះបទុមតបោះទ្រង់វិន័យធម៌សច្ចធម៌ល្អបរិសុទ្ធឥតខ្ចោះបែបនេះហើយទើបខ្ញុំនាំប្រពន្ធកូនយកដង្វាយផ្សេងទៅថ្វាយព្រះអង្គមិនដែលខានម្ដងណាទេណែអ្នកប្តីមិញនេះទឿនខ្ញុំឥឡូវនៅបោកបាច់ដណាទៀតថ្ងៃណាហើយណាចាំនិយាយអីតាមផ្លូវទៅល្មមចេញដំណើរហើយណាមែនហើយពីនេះទៅភ្នំខ្ជុលនេះសូមព្រះតាបងជួយទស្សទាយរំពឹងមើលតើគូព្រេងរបស់នាងមកដល់ហើយនៅឬក៏អាត្មាជាអ្នកត្រង់ធម៌ជាអ្នកវៀងចាក់លោកីវិស័យអស់ហើយព
ពុំគប្បីមកដឹងឮរឿងក្រហមបែបនេះទេប៉ុន្តែដោយហេតុថាញោមញាតិទាំងអស់ធ្លាប់មានសទ្ធាជ្រះថ្លារាប់អានអាត្មាដោយស្មោះយូរមកហើយនោះអាត្មាជួយរំពឹងមើលបន្តិចចុះតើដំណើរហេតុយ៉ាងណាបានជាសារិកាក្រមានគូព្រេងដូចគេម្លេះសូមទ្រង់ប្រពន្ធដល់កូនក្មួយផងចុះព្រោះនៅភ្នំខ្ជូលនេះខ្ញុំប្រកាសណាមិនដឹងជឿលើអ្នកណាក្រៅពីព្រះអង្គឡើយបើព្រះអង្គមានបន្ទូលយ៉ាងណាគឺពិតជាយ៉ាងនឹងហើយតាមញាណវិបស្សនារបស់អាត្មារំពឹងឃើញថានាងសារិកានឹងមានគូព្រេងមកដល់ក្នុងពេលឆាប់ៗនេះហើយគេជាអ្នកចេះដឹងមានប្រវត្តិជាអ្នកបួសត្រង់ធម៌តែបានសឹកលីចាក់ព្រះភ្នោះទៅជាបណ្ឌិតមានកិត្តិយសក្លាហានជួយសង្គ្រោះប្រជារាស្ត្រក្នុងភូមិពេលមានគ្រោះអាសន្នទៀតផងព្រះអើយគេជាបណ្ឌិតជាអ្នកក្លាហានជួយសង្គ្រោះភូមិស្រុកយើងផងតើគេមកពីស្រុកណាបើនៅក្នុងភូមិស្រុកយើងនេះគ្មានកូនចៅអ្នកណាបួសដែលគួរឲ្យសង្ឃឹមបែបនេះសោះអាត្មាក៏មិនដឹងដែរណែឯងបើចាស់ព្រះបតំតាបោះទ្រង់មានអំណាចស្វែងរកសច្ចធម៌និងយុត្តិធម៌ដែលការពីការលះបង់កិលេសតណ្ហាគ្រប់បែបយ៉ាងជាការប្រសាប្រពៃមួយអន្លើហើយតែបើគិតឲ្យជ្រៅជ្រះទៅគឺតាបោះនោះជាមនុស្សអត់ភ័ព្វមិនក៏អាចនិយាយថាលោកជាមនុស្សអត់ភ័ព្វយ៉ាងនេះទៅវិញបានជាយើងថាលោកជាមនុស្សអត់ភ័ព្វព្រោះរកប្រពន្ធកូនតវងត្រកូលដូចគេមិនបានអំបានព្រះពុទ្ធជាអង្គម្ចាស់ស្ដេចគង់មានមហេសីមានរាជបុត្ររួចតើលាចេញប្រសានព្រះភ្នោះចុះព្រះតាបោះមិនបានរកប្រពន្ធកូនតើពុជពងដូចគេតើពាក្យរបស់សត្វស្លាប់ទាំងគូនោះខុសឬមួយត្រូវហេតុអីក៏ពួកវានិយាយបញ្ឆិតបញ្ឈៀងឲ្យអញយ៉ាងនេះតាបោះកុំជឿពាក្យសត្វស្លាប់ទាំងនោះឲ្យសោះវានឹងនាំឲ្យតាបោះដាច់សិលដាច់ធម៌ដែលខំសន្សំជាយូរឆ្នាំមកហើយណែតាបោះចូលឯងពិចារណាឡើងវិញការពិតពាក្យសម្ដីរបស់សត្វស្លាប់ជាពាក្យប្រកបដោយសច្ចធម៌ទាំងអស់ឯងមិនទាន់ហួសពេលនឹងកសាងគ្រួសារបន្តពូជពង្សនោះទេគឺវាស្ថិតនៅលើភាពបរិសុទ្ធនិងស្មោះត្រង់បើឯងសឹកមានប្រពន្ធមានកូនហើយចាំមកបួសវិញជាការប្រពៃឯងលែងត្រូវសត្វស្លាប់រិះគន់ថាជាមនុស្សឥតភ័ព្វទៀតហើយតើអញត្រូវដោះស្រាយយ៉ាងណាដើម្បីកុំឲ្យខុសទាំងផ្លូវលោកនិងផ្លូវធម៌ព្រមទាំងកុំឲ្យសត្វស្លាប់ជេរបញ្ឆិតបញ្ឈៀងឲ្យអញបានកាលពីថ្ងៃប្រជុំបិណ្ឌខ្ញុំប្រកាសដំណើរមិនបានទួរឿងមួយថ្វាយព្រះអង្គ
từពីនេះឆ្លៀតមកម្ដងទៀតបើមិនចង់ឲ្យនរណាដឹងទេខ្លាចខ្មាស់គេញោមមានការអីទៀតប្រញាប់និយាយមកព្រោះអាត្មាក៏មានរឿងមួយចង់សួរញោមវិញដែរខ្ញុំប្រកាសណាសង្កេតឃើញថាមេភូមិមឿនដែលសុំឲ្យប្រគុណម្ចាស់ប្រទានពរជ័យដោយរាល់ដងតែងតែប្រកបសុខសាន្តភិរមល្អណាស់អ្នកណាក៏ចូលចិត្តមេភូមិដែរនេះបញ្ជាក់ថាប្រគុណម្ចាស់ពិតជាមានបារមីខ្លាំងពូកែមែនហេតុនេះខ្ញុំប្រកាសណាចង់ឲ្យប្រគុណម្ចាស់ជួយធ្វើយ៉ាងណាឲ្យខ្ញុំប្រកាសណាមានកូនដូចគេព្រោះតាំងពីបានគ្នាជាប្តីប្រពន្ធមកយូរឆ្នាំហើយពុំមានកូនមួយសោះពុំដឹងថាហេតុអីហេតុនេះខ្ញុំប្រកាសណាចង់បានកូនមួយដើម្បីបន្តពូជពងវងត្រកូលដូចគេកុំឲ្យខុសនឹងច្បាប់ធម្មជាតិហើយកុំឲ្យខ្មាស់មេភូមិមឿនគេប្រុសដែរហេតុអីក៏គេមានកូនតើការចង់បានកូនដើម្បីបន្តពូជពងវងត្រកូលនេះជាការចាំបាច់សម្រាប់ញោមណាស់ទៅហ៎ក្នុងជីវិតមនុស្សប្រុសកូននេះជាការចាំបាច់ណាស់ក្រាបទូលបើពុំមានកូនមិនខុសពីថ្នោតកំបិតចុងនោះទេសូមឲ្យញោមនៅក្នុងលោកនេះគ្មានអ្វីទៀងទាត់ទេពីមួយដង្ហើមទៅមួយដង្ហើមមានការផ្លាស់ប្ដូរជានិច្ចយើងជាព្រះបទុមតបោះមែនតែពេលនេះយើងលាចាកព្រះភ្នោះវិញហើយព្រះអង្គលាចាកព្រះភ្នោះហេតុម្ដេចក៏ផ្លាស់ប្ដូរឆាប់រហ័សយ៉ាងនេះយើងបានរំពឹងគិតថាពេលនេះយើងត្រូវបំពេញកាតព្វកិច្ចចំពោះច្បាប់ធម្មជាតិមួយរយៈកាលសិនទើបវិលត្រឡប់ទៅសាងព្រះភ្នោះវិញគឺយើងត្រូវការកសាងគ្រួសារដើម្បីឲ្យមានអ្នកស្នងពងត្រកូលកុំឲ្យដាច់ព្រះអង្គចង់កសាងគ្រួសារដើម្បីឲ្យមានអ្នកស្នងត្រកូលជាការប្រពៃណាស់តែតើទ្រង់បានរំពេញមើលឃើញនារីណាហើយនៅយើងមិនដឹងជាទៅរកឯណាទេទើបយើងសម្រេចចិត្តចូលមករកឯងដើម្បីឲ្យឯងជួយគិតពីរឿងនេះស្ដាយណាស់បើប្តីប្រពន្ធទូលបង្គំមានកូនឬក្មួយសាច់សាលហិតតើរានឹងស្ម័គ្រស្មោះលើកថ្វាយព្រះអង្គហើយតែនេះគ្មានសោះណែអ្នកប្តីមិនអ្នកប្តីឆាប់ភ្លេចម្លេះនាងសារិកាជាកូនក្រមុំមេភូមិមឿនមិនទាន់មានប្តីទេណាហើយរឿងនេះព្រះបទុមក៏បានដឹងដែរតែយើងចុះទៅតាក់ទងសួរឲ្យព្រះអង្គទៅទេកុំទៅទីនោះអីព្រោះនាងសារិកានោះយើងបានទូទាយថានឹងមានអ្នកបណ្ឌិតចូលរួមជាគូព្រេងវាសនាដូច្នេះបើយើងសឹកហើយទៅរកនាងអ្នកផងនឹងរិះគន់ថាយើងទូទាយសម្រាប់ខ្លួនឯងយើងជាមនុស្សហត់ទឹកសម្លឹងការតែតាមការពិតនេះជាញាណវិបស្សនាដ៏ពិតប្រាកដតាមយាមក្រឡាមិនបំភ្លើសឡើយពិតជាមិនអីទេទូលបង្គំមានមធ្យោបាយហើយសូមព្រះអង្គកំព្រួយអ្នកណាមកនឹងខ្ញុំនាំដំណឹងពីលោកមេភូមិមកប្រាលបងគឺលោកមេភូមិឲ្យមកប្រាលបងដល់ពេលត្រៀមស្បៀងសម្រាប់ពួកចៅអេនេះដូចជាគឺព្រះបទុមតបោះណាលោកបានចាត់សិក្ខាបទហើយតើលោកមេភូមិមានរឿងអីបានជាពួកឯងទាំងពីរទៅហេតុទៅហប់ម្ល៉េះលោកមេភូមិបានដំណឹងថាពួកចៅបានចូលមកភូមិខាងជើងតាមទម្លាប់តែពួកអ្នកភូមិខាងជើងឲ្យស្បៀងមិនគ្រប់តាមកំណត់ពួកវាចាប់ប្រពន្ធចាប់កូនកំមុំយកទៅជាចំណាប់ខ្មាំងឮថាថ្ងៃស្អែកនេះវាមកដល់ភូមិយើងហើយលោកមេភូមិផ្ដាំឲ្យគ្រប់គ្នាក្នុងភូមិយើងបានដឹងនេះជាទម្លាប់របស់ពួកចៅ500នោះមែនទេបើអញ្ចឹងអ្នកស្រុកភូមិទាំងអស់ពិតជាលំបាក
គ្មានសេចក្តីសុខទេមែនហើយព្រះអង្គបើអញ្ចឹងសូមព្រះអង្គយាងចេញពីទីនេះមួយរយៈសិនទៅចាំផុតពីថ្ងៃស្អែកចាំយើងត្រឡប់មកវិញយើងនឹងគិតគូរសារជាថ្មីត្រូវហើយព្រះអង្គតាមការពិតបើយើងមានស្បៀងអាហារឲ្យពួកវាតាមកំណត់នោះពួកវាពិតជាមិនធ្វើបាបពួកយើងទេសូមព្រះអង្គចាក់ចេញពីទីកន្លែងនេះសិនទៅជាមួយអញទទួលបញ្ជាលោកនាយអីមកគ្នាមកតាមយកតែខ្ញុំលើកនោះមែនទេដែលធ្លាប់ទុកស្បៀងយើងនោះមិនមែនទៅលើមីក្រុមគឺខ្ទង់ខាងមុខចានេះស្អីជាងគេទុកឲ្យយើងពេកទៅដល់ខ្ញុំកញ្ចាហើយចង់មកអូយឆាប់ទៅជួយជញ្ជូនស្បៀងនោះមកលោកមីក្រុមក្នុងខ្ទមនេះអត់មានស្បៀងទេអត់ស្បៀងហ៎ពួកអ្នកស្រុកច្បាស់ជាមានផែនការឲ្យមិនស្រួលហើយពួកឯងឆាប់នាំគ្នាដល់ផ្ទះនេះចង់ភ្លាមបាទពួកយើងត្រូវចាញ់បរិភូមិហើយត្រូវព្រួយស្លាប់អស់ទៀតពួកឯស្រុកភូមិនេះវាសម្រាប់គ្នាយើងផងណាបញ្ជាគ្នាយើងទាំងអស់សម្រុកទឹកដិតភូមិវាឲ្យខ្លាចទៅជាភេទព្រាមឈប់សិនចោលទាំងនោះព្រាមជុំនេះផងទៅជួយមកមិនដល់ឲ្យពីកើតនៅនេះផងកូនចៅដែលសមានថាគ្នាច្រើននោះឥឡូវ
យើងស្លាប់អស់ទៅហើយយល់ល្អឯងគួរតែឲ្យយើងចាប់តាមសម្រួលទៅចាប់តាមសម្រួលដូចជាងាយទេពួកឯងចាំឲ្យទៀតចូលទៅពួកឯងចាំនៅទៀតមិនក៏មិនសម្រាប់វាចោលទេខ្ញុំមិនអាចធ្វើបានទេមិនចឹងចង់លោកអីអើកុំសើអីសំតែស្រាប់ចឹងហើយពិតជាខុសខើមែនឯងសំជាមនុស្សទេខ្ញុំនិយាយទៅយើងបដូរស្លាប់ជាមួយនឹងឯងហើយស្អីប៉ុណ្ណឹងសម្រាប់យើងមិនបានទេឯងសាងបាបកម្មគឺត្រូវទទួលកម្មយ៉ាងដូចនេះហើយពួកឯងទាំងអស់គ្នាមកចុះមេរបស់ឯងស្លាប់ហើយទម្លាក់អាវុធឲ្យយើងចាប់តាមសម្រួលទៅអញជាយោព្រះបតំ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 ជាយោអរគុណណាស់ជាយោខ្ញុំមកសុំបងលោកមេភូមិព្រោះថាភូមិយើងបានសុខសាន្តក៏ដោយសារតែព្រះគុណឧបការៈដ៏ធំធេងរបស់ព្រះបទុមតាបោះដែរដូច្នេះខ្ញុំមកសុំស្នើលោកមេភូមិគួរតែលើកនាងសារិកាថ្វាយព្រះបទុមជាភរិយាតែម្ដងទៅមែនហើយខ្ញុំក៏ប្រុងនិយាយពីបញ្ហានេះដែរតែមិនដឹងថាព្រះអង្គយល់ព្រមឬក៏យ៉ាងណាទេយុទ្ធថ្ងៃខែឆ្នាំមិនចាំមនុស្សបោះពុំមីហាស្ទុះហោះទៅឆ្ងាយជីវិតផ្លាស់ប្ដូរឥតនឿយណាយទុកសុខសប្បាយជាប្រចាំបុត្រទៅសារកាស្នេហាមុតពេលកន្លងផុតគ្រប់10ឆ្នាំបានកូនប្រុសមួយស្រស់ស្រណាំជាអ្នករំចាំស្នងត្រកូលលាទៅសាងភ្នោះវិញហើយសូមស្រង់ប្រានត្រាយនៅឲ្យសុខខាបងវើទៅតាមពីងពេញសន្យាដែលបានសាច់ចាមុខព្រះគុណតងចិត្តដោយស្មងឲ្យអស់អាល័យសូមកែវឈរណៃគុំបីមួមកខំសាងសិលទានជាស្ពានចម្លងជួយជូនរូបបងឲ្យឆ្លងត្រើយកំកូនយើងធំមុំអើយកុំភ្លេចនាំយកទៀងពេញដែលបងបានផ្ដាំ
រដកអ្នកស្នងត្រកូលចាំទុកជាតូលតទៅថ្ងៃមុខពួនពងអង្គសัตว์កុំចាត់កងទុកមានតែក្តីសុខទើបឆ្លងទុកញាតិវង្សដែរគឺជាចៅរបស់ព្រះបាទចក្រពត្តិធារីព្រះបិតារបស់ឪដែលអំណេះតទៅថ្ងៃក្រោយឯងនឹងមានបុណ្យវាសនាខ្ពស់ណាស់បើសិនជាឯងដើរផ្លូវទៅតាមយាមកាឡានៃឈ្មោះរបស់ឯងនាំគ្នាត្រឡប់ទៅវិញចុះណាគ្មានការផ្ដាំផ្ញើអ្វីក្រៅពីប៉ុណ្ណឹងទេតែឯងកុំភ្លេចយកដុំថ្មដែលឪកល់ធ្វើចង្ក្រានសម្រាប់ដំទឹកក្តៅនេះមួយដុំគឺយកអាថ្មមួយដុំដែលខ្មៅជាងគេនោះហើយជាពិសេសគឺគ្រាប់តែសក់3គ្រាប់នេះទៅផងចុះហើយណែគ្រាប់ត្រសក់នេះទុកគ្រាន់ដំសម្រាប់ចិញ្ចឹមជីវិតថែរក្សាការពារខ្លួនទៅថ្ងៃក្រោយណាកូនខ្ញុំប្រកាសណាជាកូនទាំងពីរសូមក្រាបថ្វាយបង្គំលាព្រះគ្រូឪត្រឡប់ទៅវិញហើយចាំតាម្ដាយរបស់ឯងណាម៉ែស្លាប់ចោលកូនលោកឪបានផ្ដាំសួរសុខទុក្ខម៉ែតែម៉ែបែរជាស្លាប់យ៉ាងនេះទៅវិញម៉ែស្លាប់ទៅឲ្យកូនទីតាំងអ្នកណាម៉ែចៅតាំងពីព្រឹកមិញនេះពេលឲ្យចៅទាំងពីរចេញទៅស្រាប់តែម្ដាយឯងខ្យល់កដួលល្មាត់ចិនដាគ្រប់គ្នាមកជួយតែជួយមិនរួចសោះនេះប្រកាសជាកម្មផលរបស់ម៉ែឯងដែលបានកសាងពីជាតិមុនបានទៅត្រឹមនេះបើជាគាត់ត្រូវស្លាប់យ៉ាងវេទនាដូចនេះលោកតាអើយតាធ្វើយ៉ាងណាមិនអីទេតាបានប្រើអច្ឆយឲ្យវារៀបចំទុកដាក់ហើយចៅកុំទុកសោកពេកជីវិតមនុស្សតែងតែយ៉ាងនេះឯងចាំតារៀបចំធ្វើបុណ្យឲ្យម្ដាយឯងអរគុណលោកតាណែមុខម្ដាយចុងក្រោយទៅណាម៉ែស្លាប់ចោលកូនហើយម៉ែនេះសួរតើសននេះអីក៏ផ្អែមឆ្ងាញ់ពិសាម្ល៉េះលោក
លោកគ្រូឪបានពូជនេះពីណាមកខុសពីតែសក់ទៀតឆ្ងាញ់ណាអូនភ្លុកមកទៅឆ្ងាញ់ណាម៉ែបងផ្អែមផ្លែកខុសពីតែសក់ដែលយើងធ្លាប់ឆេមុនផ្អែមអត់តិចតែម្ដងផ្អែមតិចដោយស្ករអញ្ចឹងណែសួរបើត្រសក់ដែលព្រះគ្រូឪឲ្យមកមានរសជាតិផ្អែមប្លែកពីត្រសក់ធម្មតាដូចនេះយើងប្រយ័ត្នកុំឲ្យអ្នកណាដឹងឲ្យសោះយើងកុំតន់បែបវាឆៃទុកឲ្យវាទុំធ្វើពូជដើម្បីបានច្រើននៅថ្ងៃក្រោយម៉ែបងគិតនេះត្រូវតែមួយរដូវទៀតចឹងមកជាបានត្រសក់ផ្អែមពេញចំការជាមិនខានមិនអីទេខ្ញុំនឹងការពារតែប្រហែលទៀតទុកឲ្យវាទុំមិនឲ្យអ្នកណាឃើញទេជ័យអើយជ័យពុំពួយពីណាបងពូឆយនាំគ្នាទៅណាហ្នឹងអីក៏ក្រឹកក្រែងម្លេះមានត្រមានស្គរផងនេះណែជ័យឯងមិនដឹងទេនេះពូកំពុងតែរៀបចំគ្នាបង្កើតក្រុមសិល្បៈយីគេមិនគួរណាពូឆយមួយក្រុមប្រចាំភូមិយើងនេះដោយមានលបងកែមនិងលបងគំជាអ្នកបង្ហាត់ហើយយើងនឹងចាប់ផ្ដើមរាំនៅថ្ងៃស្អែកនៅឯកូនភ្នំក្បែរភូមិយើងនេះហើយខ្ញុំមាននិស្ស័យចូលចិត្តសិល្បៈយីគេនេះណាស់ដែរតែបើខ្ញុំមិនចេះអីសោះអញ្ចឹងធ្វើមិននឹងទៅលេងជាមួយគេបានទៅពូមកពូអង្គុយលេងសិនមកមិនអីទេណែអារឿងហាត់យីគេហ្នឹងណាឲ្យតែឯងស្ម័គ្រចិត្តអារឿងចង់ចេះមិនចេះវាមិនអីទេពួកយើងមានលោកគ្រូគំជាអ្នកបង្ហាត់បរៀនហើយរូបរាងក្មេងសង្ហាដូចឯងបែបនេះបើចេះជ្រាបពីរូបថែមទៀតមុខជាបានធ្វើជាទូឯងជាមិនខាតទេណាម៉ែណៃបងជ័យទៅរំគេទៅខ្ញុំចង់ឃើញបងរំណាស់ណាបើបងទៅខ្ញុំសុំតែលេងគេហើយខ្ញុំក៏អាចដើរតួជាបរិយាកុមារបានដែរណាទេស៊ូកុំទៅអីណាអញ្ចឹងពូទៅមុនហើយបាទពូណែស៊ូចាំចំការទៅសក់ឲ្យបានល្អណាបងទៅហាត់ម្នាក់ឯងបានហើយសាធុអេក្រាបថ្វាយបង្គំអីណែព្រះអិនព្រះព្រំព្រះពើស្នោកាសាធុអេក្រាបថ្វាយបង្គំអីណែព្រះអិនព្រះព្រំព្រះពើស្នោកាខ្ញុំសូមបួងសួងឲ្យអង្គទេវតាដែលឈរកម្មាទីទាំង5កុំខ្លាចអីយ៉ាគឺជាកូនស្រីរបស់អានីតាមានកូនពីងកាលមកខ្ញុំមិនដែរឃើញអញមិនក៏ហក់ទេកូននេះអញបានទៅសុំពរប្រទានពីព្រះបន្ទុំតាបោឪពុករបស់ឯងណាតែការក្រោយកំណើតឯង3-4ឆ្នាំតែប៉ុណ្ណោះធ្វើមិនយ៉ាងឯងបានដឹងបើកូននោះវាចេះតែឈឺអរឹងពេកអញខ្លាចវាស្លាប់ដាច់ពូនក៏យកទៅឲ្យឪពុកម្ដាយធំវាជួយចិញ្ចឹមរហូតដល់ធំទើបយកវាមកនៅជាមួយអញវិញវារំយីគេប្រកែកណាព្រោះឪពុកម្ដាយធំវាជាអ្នកបង្ហាត់បង្រៀនជម្រាបសួរតាំងពីវានៅតូចបើនាងប្រកែករំម្លឹងខ្ញុំមិនហ៊ានរំជាមួយទេឬឲ្យអ្នកណាគេរំជាមួយផ្សេងទៅមិនអីទេបងជ័យឯងកុំភ័យចាំខ្ញុំជួយបង្ហាត់បងជ័យឯងឲ្យចេះមិនពិបាកទេបងមាននិស្ស័យយ៉ាងនេះទៅហើយធំហ៎បើបងជ័យហាត់ចេះឲ្យគាត់ដើរតួឯកណាមែនត្រឹមត្រូវឲ្យគួយគេតួឯកជាមួយខ្ញុំណាពុកធំពុកត្រៀមបែបហ្នឹងតាំងពីយូរណាស់មកហើយព្រោះក្នុងភូមិយើងគ្មានអាណាស្រស់សង្ហាដូចជាជ័យនេះទេក្រុមយើងណាកាលណាយើងហាត់ចេះស្ទាត់ល្អហើយនោះនឹងដើរលេងតាមភូមិស្រុកមុខជាបានប្រកាសបន្តិចទេណាព្រោះយូរណាស់មកហើយមិនដែលមានក្រុមសិល្បៈណាសម្ដែងឲ្យអ្នកស្រុកមើលកំសាន្តសោះឯងមើលហាលគ្រាប់ប្រសក់ស្ងួនណាកុំឲ្យកពុបខ្ចាយឲ្យសោះ
តែប៉ុណ្ណឹងយើងបានពុជទៅសក់ច្រើនហើយក ុំភ័យរឿងខ្ញុំឲ្យសោះចុះបងឯងទៅហាត់ជាគេ4 10ថ្ងៃហើយនោះបានចេះអីដែរមើលសាក់លេងឲ្យខ្ញុំមើលតិចមើល ហាត់ទៅមកប្រហែលថ្ងៃធ្វើមិនចេះភ្លាមទៅមិនទេចាំបងសាយមើលណាចាំមើលណាឥឡូវអូនឯងចាប់ដើមរាប់ទៅ1 2 3 ណយ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 ឃើញទេបងទៅមហាត់បានប្រហែលថ្ងៃសោះចេះប៉ុណ្្នឹងទៅហើយចាំមើលតែបន្តិចទៀតបងនឹងបានរួមជាមួយកូនកំមុំតកែមហើយព្រោះកូនកំមុំគាត់ស្អាតណាស់ អញមើលបងជ័យហ្នឹងកូនកំមុំតកែមហើយហ្នឹងចាំមើលណែកុំនិយាយអញ្ចឹងសួរបងគ្រាន់តែថានាងស្អាតតាមិនថាស្រឡាញ់នាងពីកាលណាឯងកុំនិយាយឲ្យតកែមលឺឲ្យសោះណាបើមិនអញ្ចឹងគាត់ខឹងឈប់ឲ្យបងទៅហាត់យីគេទៀតហើយណាហើយបងជ័យអើយដេកចាំតែពីព្រួយទៅឯងនិយាយថាម៉េចសួរឯងគិតទៅណាហ្នឹងទៅផ្ទះតកែមមែនទេចុះខ្ញុំមានទៅណាខ្ញុំទៅរកកាប់កូនឈើធ្វើអន្ទាក់ធ្វើអង្គប់សម្រាប់ដាក់សត្វដែលចូលមកស៊ីទៅសក់យើងតាព្រោះអី3ថ្ងៃទៀតយើងដាំទៅសក់ទៀតហើយអូមែនហើយកាលណាគ្រាប់ទៅសក់ស្ងួតល្អយើងត្រូវដាំទៀតហើយតែខែនេះផលរដូវភ្លៀងហើយតើបានទឹកអីស្រោចទៅណអូនសួរអត់ទឹកភ្លៀងរែកទឹកទៅពាំងក្បាលនោះស្រោចទៅហើយខែនេះរងាទឹកសន្សាមធ្លាក់ច្រើនមិនប្របាក់ទេបងយេបងអូនប្រុសបងនេះចេះគិតគូរបានល្អណាស់មិនអីទេ3 4ថ្ងៃទៀតយើងបានដាំទៅសក់ទៀតហើយឥឡូវបងទៅរកហាត់យីគេសិនហើយណាបងទៅហើយបានហើយទាំងអស់គ្នាសម្រាប់សិនទៅមកសម្រាប់ទៅបើតាមពិនិត្យមើលឃើញទៅក្រុមយីគេរបស់យើងនេះអាចនឹងសម្ដែងជូនអ្នកស្រុកមើលបានហើយមែនទេលោកបងពិតជាអញ្ចឹងមែនហើយណែប៉ុន្តែតាសូមផ្ដាំ3យ៉ាងដែលជារឿងសំខាន់សម្រាប់អ្នកសិល្បករសិល្បករនីយើងនេះតាមានរឿងទៅលោកគ្រូតាំងពីពួកយើងហាត់មកមិនដែលមាននរណាមានរឿងអីទេគឺល្អល្អើនឹងគ្នាល្អណាស់រឿងនេះមិនមែនជារឿងឆ្លុះប្រកែកគ្នានោះទេតែវាជាជំងឺរ៉ាំរ៉ៃប្រចាំក្រុមសិល្បៈទោះជាក្រុមសិល្បៈណាក៏ដោយបើជាមិនរួចពីជំងឺទាំង3នេះទេក្រុមសិល្បៈនោះមិនអាចរីកចម្រើនថិតថេរទៅមុខបានយូរឡើយទាំងអស់គ្នាត្រូវចាំណាតើលោកគ្រូអាចប្រាប់ឈ្មោះជំងឺទាំង3នោះឲ្យពួកយើងដឹងផងបានទេលោកគ្រូដើម្បីងាយស្រួលនឹងពួកយើងជៀសវាងជំងឺទី1គ្មានអ្វីក្រៅពីជំងឺស៊ីជូឬជំងឺតួឯកនោះឡើយតួសំដែងណាក៏ដោយកាលបើឡើងអំនួតថាមានតែអញល្អជាងគេគ្រាន់ជាងគេបំភ្លេចឬក៏មើងងាយតួនាទីអ្នកសំដែងដទៃទៀតនោះតួសំដែងនោះមុខជារលាយឆាប់ហើយបាទឯជំងឺទី2វិញនោះគឺជំងឺលាភសក្ការៈឬជំងឺចែកលាភគ្នាមិនស្មើកាលណាបាននៅក្នុងរង្វង់យីគេឬសិល្បៈណាមួយមិនមានការស្មោះត្រង់ពីរឿងចែកផលប្រយោជន៍ក៏រលំរលាយឆាប់ដែរតែជំងឺទី3ជាជំងឺសំខាន់បំផុតគឺជំងឺស្នេហាកាលណានៅក្នុងក្រុមសិល្បៈណាមួយមានផ្ទុះរឿងស្នេហានៅក្នុងនោះក៏រលាយឆាប់ដែរណាយោបល់លបងចំជាល្អប្រសើរណាស់តែខ្ញុំជឿថានៅក្នុងក្រុមសិល្បៈរបស់យើងនេះប្រកាសជាគ្មានជំងឺទាំង3នេះកើតឡើងឡើយមែនទេត្រូវហើយតែបងគ្រាន់តែបំភ្លឺឲ្យអ្នកទាំងអស់គ្នាដឹងតែប៉ុណ្្នឹងទេបាទគ្រូនៃខ្មាំងនាំគ្នាហាត់តទៀតទៅណែសួរ
សក់យើងរឹតតែបានឆ្ងាញ់ជាងមុនទៀតបងគិតថាបេះមួយសំពីយកទៅឲ្យក្រុមយីគេឆេឲ្យឆ្ងាញ់មុនម្ដងព្រោះ3ថ្ងៃទៀតលោកគ្រូគំនិងលោកគ្រូកែមថានឹងសម្ដែងសាឡបងឲ្យអ្នកស្រុកមើលខ្ញុំក៏គិតចឹងដែរបងប៉ុន្តែបើយើងដើរចោលចំការទៅសក់តិចដល់មានអាណាគេមកលួចបេះទៅមិនអីទេអ្នកស្រុកភូមិយើងមិនមានអ្នកណាមានគំនិតលួចប្លន់កេងប្របាញ់យករបស់អ្នកណាទេម្យ៉ាងយើងបែរអាធំអស់មួយសាទៅហើយបានទៅសក់ផ្អែមឆ្ងាញ់យ៉ាងនេះនាំគ្នាបេះយកទៅលក់នៅផ្សារទៅមកជាដាច់ស្លាប់ហើយបានទាំងប្រាក់ចាយលុយទៀតផងឯងបេះយកមកឲ្យគេតែទីបែបនេះខាតណាស់ខ្ញុំមិនចេះលក់ទេយកមកចាញ់គ្នាឆេងអញ្ចឹងទៅមានតែទោះខុសអីបានមិនចេះលក់ចាំខ្ញុំជួយលក់ឲ្យមានតែពិបាកអីគ្រាន់តែដាក់កញ្ជើយកទៅផ្សារមកជាដាច់ប្រងព្រាតហើយបានគេដឹងថាឆ្ងាញ់នោះចឹងក៏បានដែរតែចាំបុត10ថ្ងៃទៀតសិនចាំមកក្តាប់ពីធំតែឥឡូវនេះខ្ញុំចង់ឃើញបងជ័យលេងជាគេជាមួយបងយ៉ាតដល់ហើយកុំតែបានឃើញទេអូនកុំភ័យណែពួកឯងណាគួរតែប្រុងប្រយ័ត្នតែសក់ផ្អែមឆ្ងាញ់របៀបនេះមិនត្រូវឲ្យអ្នកណាលួចពូជយកទៅដាំឡើយបើកាលណាមានច្រើនគ្នាមកជាសសក់ឯងអត់តម្លៃហើយតែខ្ញុំមិនគិតរបៀបនេះទេព្រោះខ្ញុំមិនសូវកំណាញ់ចង់ឆ្ងាញ់តែម្នាក់ឯងនោះឡើយខ្ញុំចង់ឲ្យគ្រប់គ្នាមានតែសក់នេះដាំបងនៅតែមកពីណាថ្ងៃនេះឲ្យយកលឹកទៅលក់នៅផ្សារទេអីចារបស់ណាអ្នកបងអើយថ្ងៃនេះខ្ញុំអត់បានទៅលក់ទេខ្ញុំជាប់រវល់ទៅមើលក្រុមយីគេតែកននឹងតកែមសម្ដែងសាឡបងឯណោះល្អមែនណាបងមើលចិត្តខ្ញុំយំឡើងហាមភ្នែកអស់ហើយបងអើយខ្ញុំក៏យំដែរអាណិតនាងព្រាមបសត្រូវប្រលាក់សិនវងធ្វើបាបមួយកំសត់ណាស់ហ่าធ្វើបាបអាម៉េចព្រោះតែប្រលាក់សិនវងនឹងត្រូវស្នេហ៍នាងយីសុនបានជាធ្វើបាបនាងព្រាមកេសរនឹងណាក្រុមនេះណាបងចាដិតបងជីសម្ដែងបានល្អសមគ្នាណានេះមិនតាន់តែងគ្រឿងផងស្ដាយណាស់ចាំមើលពេលដែលគេសម្ដែងមែនតើខ្ញុំទៅមើលហើយមិនខានទេពួកខ្ញុំក៏ចាំដែរអញ្ចឹងខ្ញុំទៅណាតែយើងតោះចាំមិនហើយបងជ័យប្រោះចិត្តហើយនៅប្រោះចិត្តមិនបានទេព្រោះពលៈសិនវងត្រូវស្នេហ៍នាងយីសុនហើយមិនងាយដូចចិត្តទេមិនមែនរឿងហាត់ជាគេនឹងទេគឺរឿងដែលខ្ញុំជួយយកទៅសក់ទៅលក់ឯផ្សារនោះណាអូរឿងនឹងទេហ៎អត់បដូរទេចាំ3ថ្ងៃទៀតទៅចំការជួយបេះទៅសក់ខ្ញុំហើយនឹងទៅផ្សារលក់ទាំងអស់គ្នាណ៎ពួកឯងទៅពីនេះមានគេសរសើរថាសម្ដែងសមគ្នាណាស់នេះគ្រាន់តែសម្ដែងសាឡបងផងគេសរសើរប៉ុណ្ណឹងទៅហើយបាទណែខំប្រឹងណាថ្ងៃក្រោយយើងសម្ដែងក្នុងពិធីបុណ្យយកកម្រៃឲ្យចែកគ្នាហើយណាខំប្រឹងណាខ្ញុំដឹងហើយតួឯងទាំងពីរឯងនាំគ្នាទៅជែកពីរឿងស្អីហ្នឹងហ៎អូខ្ញុំណាត់យ៉ាត3ថ្ងៃទៀតឲ្យទៅជួយបេះតសក់ទៅលក់នៅឯផ្សារព្រោះតសក់ផ្អែមខ្ញុំដល់ពេលបេះទៀតហើយអូអញ្ចឹងទេណាយ៉ានឯងកុំភ្លេចទៅផ្សារជួយលោកជ័យទៅប្រុសសិតតែប្រុសប្រុងមិនសូវដឹងរឿងផ្សារផ្សោស្អីទេតោះក្មេងៗរៀបចំឲ្យបានទៅថ្ងៃនេះយើងឈប់ត្រឹមនេះហើយណាមកជួយរៀបចំគ្នាទៅចាំ3ថ្ងៃទៀតទៅចំការជួយបេះតសក់ខ្ញុំហើយនឹងទៅផ្សារលក់ទាំងអស់គ្នាណ៎ពួកឯងទៅពីនេះមានគេសរសើរថាសម្ដែងសមគ្នាណាស់នេះគ្រាន់តែសម្ដែងសាឡបងផងគេសរសើរប៉ុណ្ណឹងទៅហើយបាទណែខំប្រឹងណាថ្ងៃក្រោយយើងសម្ដែងក្នុងពិធីបុណ្យយកកម្រៃឲ្យចែកគ្នាហើយណាខំប្រឹងណាខ្ញុំដឹងហើយតួឯងទាំងពីរឯងនាំគ្នាទៅជែកពីរឿងស្អីហ្នឹងហ៎អូ
ខ្ញុំណាត់យ៉ាត3ថ្ងៃទៀតឲ្យទៅជួយបេះតសក់ទៅលក់នៅឯផ្សារព្រោះតសក់ផ្អែមខ្ញុំដល់ពេលបេះទៀតហើយ អូអញ្ចឹងទេណាយ៉ាតឯងកុំភ្លេចទៅផ្សារជួយលោកជ័យទៅប្រុសសិតតែប្រុសប្រុងមិនសូវដឹងរឿងផ្សារផ្សោស្អីទេតោះក្មេងៗរៀបចំឲ្យបានទៅថ្ងៃនេះយើងឈប់ត្រឹមនេះហើយណា មកជួយរៀបចំគ្នាទៅ តែអត់រួចយ៉ាងបានយើងគិតតែលួចបេះតសក់អាជ័យយកមកទុកធ្វើពូជបែរណាបងព្រោះតសក់វាផ្អែមឆ្មែនណាកាលវាយកមកស៊ីពីថ្ងៃមុនណាអញជាប់មាត់ជាប់ករហូតមកដល់ថ្ងៃនេះ ត្រូវឲ្យម៉ែខ្ញុំក៏គាត់ដឹងរឿងនេះក៏គិតចឹងដែរគឺលៃលោកយ៉ាងណាឲ្យខ្ញុំទៅលួចទៅសពឯនទុំឲ្យបានមកធ្វើពូជព្រោះបើសុំវាច្បាស់ជាមិនបានងាយៗនោះទេព្រោះពូជវាមិនទាន់សម្បូរ មិនអីទេអំបញ្ញមិញយើងលឺវានិយាយប្រាប់នាងយ៉ាងថា3ថ្ងៃទៀតទើបនាំគ្នាទៅបែកឥឡូវគឺគ្រាន់តែ2ថ្ងៃយើងទៅបែកមកពីនៅពេលយប់ព្រោះតាមខ្ញុំដឹងនៅចំការត្រសក់អត់មានអ្នកចាំទេពេលយប់អបអីនេះអើយបែកយប់សក់ទុំទុំចាំណាស់បាត់ទៅចាំពីអូនអត់មួយទៀតណាច្រើនខាងនោះទៀតអត់ទៅអត់ចាំណាកុំអត់មកគាត់ចាំណា តែប៉ុណ្្នឹងទៅពីមួយខែទៀតយើងបានទៅសក់ផ្អែមលក់ហើយមែនទេអត់ មែនហើយអ៊ំចាំដល់យើងតាមតសក់នេះបានផ្លែយើងត្រូវទៅបំផ្លាញចំការតសក់អាជីតិចហើយតពេលនោះវាគ្មានសល់អ្វីលក់ទៀតទេណាអ៊ំ មិនតែប៉ុណ្ណោះណាបើវានៅតែតាក់ទងជាមួយអូនយ៉ាងខ្ញុំត្រូវតែបលេសជីវិតវាចោលហើយព្រំពីដំបូងអំកែងតម្រូវឲ្យខ្ញុំដើរជាតួឯកសោះសាប់ទៅពេលបញ្ឆោយនាំអាជ័យមកមកជាឲ្យអាជ័យនឹងដើរតួឯកទៅវិញហើយត្រូវរើជាមួយនឹងអូនយ៉ាងទៀតផង មែនហ្នឹងគួរឲ្យក្តៅចិត្តណាស់ឥឡូវរងចាំអាការល្អវាគួរតែគិតមិនរួចពីកំណាប់ឯងយើងទេ រឿងឯងមិនទាន់គិតពីរឿងពូជទៅសក់ផ្អែមសិនច្បាស់ជាមិនរួចពីកណ្ដាប់ដៃជាងទេចាំមើលទៅបានមិនរួចលើកក្រោយណែស៊ូតសក់ផ្អែមទុំបងមើលឃើញច្រើនណាទុកសម្រាប់ធ្វើពូជឥឡូវបាត់អស់តើអូនអាចបេះមិនទេ មានបានបេះណាពិតជាមានមនុស្សចូលមកលួចហើយមើលចាដាំជើងថ្មីព្រមទាំងមានកញ្ញំអាចចន្លោះទៀតផងពិតជាចូលមកលួចយកមិញនេះឯងព្រោះម្សិលមិញទៅសក់នៅឃើញបន្លែហ្នឹង តើអ្នកណាទៅនោះដែលមកលួចបេះ មានរឿងអីបងជ័យឯណាទៅសក់ផ្អែមដែលត្រូវបេះលក់នោះ តសក់ផ្អែមទុំជាង20ផ្លែមិនដឹងជាពីណាមកលួចបេះបាត់ លួចបេះបាត់ទេបាននិយាយអញ្ចឹងប្រកាសជាមានអ្នកណាម្នាក់មកលួចបេះហើយព្រោះប្រហែលជាគេដឹងថាត្រសក់បងជ័យមានរសជាតិផ្អែមប្លែក បើចង់បានមិនក៏មិនសុំមិនក៏ចាំបាច់លួចបងមានតែកំណាញ់ឯណានេះច្បាស់ជាមានអ្នកចង់ប្រឆាំងជាមួយនឹងយើងហើយណែស៊ូហាចាប់ពីពេលនេះតទៅយើងត្រូវតែប្រយ័ត្នឲ្យមែនទែន បាត់បងហើយណែឈប់គិតទៅកុំតែរកមុខឃើញទេបើថ្ងៃក្រោយអ្នកណាមានត្រសក់ផ្អែមនោះលក់គឺអ្នកនោះហើយជាអ្នកលួចពូជពីយើងទៅឥឡូវគិតពីរឿងបេះត្រសក់យកទៅលក់សិនទៅមួយរដូវកាលកន្លងផុតទៅ ត្រសក់នេះផ្អែមទេម៉ែដឹងស្អីទេម៉ែនេះ សាបឲ្យស្លែមហើយចង់លវិញជាត្រសក់ធម្មតាទៀតផងមែនតែត្រសក់នេះសាបដោយទឹកមាត់ចឹងហើយគ្មានឆ្ងាញ់តិចណាសោះឯណាថាត្រសក់ផ្អែមអត់ប៉ ទៅជាមិនគួរជឿសោះ មែនហើយ មើលសាបមែនvậy ចុះត្រសក់អជ័យមិនក៏ផ្អែមហើយយើងយកមកដាំមិនក៏សាបអញ្ចឹង
មែនហើយខ្ញុំក៏ឆ្ងល់ដែរមិនក៏ទៅជាអញ្ចឹងនោះ cái của ai cho nó vui thì các anh មិនច្រឡំទេម៉ែប្រកាសជានឹងហើយព្រោះប្រហែលថ្ងៃក្រោយមកនោះខ្ញុំលើអាសួរប្អូនអាជីថាបាត់ពុទ្ធទៅសក់ផ្អែមវាអត់បានដឹងថាខ្ញុំនឹងអាក្រួញទៅលួចទៅសក់នោះទេ នេះបើតាមខ្ញុំគិតវាប្រកាសជាបោកប្រាស់យើងហើយយើងត្រូវតែលេងវាអត់ដឹងដៃយើងម្ដង hãy áp đi មែនហើយខំលួចយកមកដាំខាត់ទាំងកម្លាំងខាត់ទាំងពេលវេលាពិតជាបោកប្រាស់យើងត្រូវតែបំផ្លាញចំការទៅសក់វាឲ្យតិចនៅពេលយប់នេះ មើលកពូដូចជាមិនប្រយ័ត្នខ្លួនសោះហើយណា យើងបោកទៅសក់វាឲ្យខ្ទេចតាំងពីយប់ព្រឹកឡើងវាងាប់អស់ហើយតែណាវាទៅសក់ផ្អែមអញ្ចឹងរឿងអីមិនផុតមួយវិញ កុំចុះតាមផ្លូវនេះយ៉ាងបានតាចាំយប់បន្តិចយើងចូលផ្លូវក្រោមបានស្បាយវិញល្អជាងជួយផងជួយតែចុះផងទៅបងអូនអើយជួយខ្ញុំផងជួយផងស្រួយបងប្រុសសម្លាញ់ដល់តាក់ដាក់បងចុះទៅបងរៀងចាយហើយ còn tách tê con sầm lanh tách tiết này sập phong giếng kia nằm ở đâu hay mẹ băng tầm pi con nằm ở đây tẹn đi cứ băng giáp trên nè bạn đi tôi thì con tôi ai tao ban ôi chào mày thầy tôi ôi chào mày thầy được cơជួយខ្ញុំផងទៅម៉ែ ចំជើងណាម៉ែអើយដាក់ខ្ញុំចង់ទៅម៉ែ អត់អីទេម៉ែតែដេកជាប់ខ្សែរត់ពុះមកយប់ទៅហើយម៉ែជួយកូនផងទៅ ម៉ែអើយជួយខ្ញុំផងទៅម៉ែជួយខ្ញុំផង ជួយខ្ញុំផងទៅជួយផង ខ្ញុំជឿបងប្អូនពូមានយាយតាមកយ៉ាងនេះមកពីចង់ឲ្យធ្វើជាសាក្សីនិងស្ដាប់សេចក្តីប្រកាសរបស់ខ្ញុំ ងាប់ហើយប្រកាសស្អីទៀតជួយដល់តាក់ភ្លាមទៅចាំតាណាទៀត មិនអីទេគង់តែបានរួចខ្លួនទេតែអ្នកទាំងពីរឆ្លើយសិនមកតើអ្នកទាំងពីរលោកចូលចំការខ្ញុំយប់នោះក្នុងបំណងអ្វីពិតប្រាកដ អើយខ្ញុំរឿងនេះណែខ្ញុំ ណែបងប៉កុំនិយាយទៅខ្ញុំនិយាយម្ដងបងប៉ឯងនិយាយខុសច្រើនណាស់ខ្ញុំបានប្រាប់អូនស៊ូហើយថាខ្ញុំមកដើម្បីសុំទៅសពផ្អែរបស់បងជ័យតែតែមកចំតាក់ទៅវិញ ត្រូវហើយ ខ្ញុំចង់ទៅ បែរជាមកជាប់តាក់ទៅវិញជួយខ្ញុំផងទៅខ្ញុំសុំបងជួយខ្ញុំផងទៅអើយដាក់កែឥឡូវឲ្យលោកអើយជួយផង ចង់ទៅម៉ែអើយជួយផងម៉ែ មកយប់ទល់ភ្លឺហើយនេះអើយ này cối pa mày thầy tôi ôi chào mày thầy được cơ ចង់ទៅម៉ែ ជួយខ្ញុំផងទៅម៉ែ ចំជើងណាម៉ែអើយដាក់ខ្ញុំចង់ទៅម៉ែ អត់អីទេម៉ែតែដេកជាប់ខ្សែរត់ពុះមកយប់ទៅហើយម៉ែជួយកូន ជួយខ្ញុំផងទៅ ខ្ញុំជឿបងប្អូនពូមានយាយតាមកយ៉ាងនេះមកពីចង់ឲ្យធ្វើជាសាក្សីនិងស្ដាប់សេចក្តីប្រកាសរបស់ខ្ញុំ ងាប់ហើយប្រកាសស្អីទៀតជួយដល់តាក់ភ្លាមទៅចាំតាណាទៀត មិនអីទេគង់តែបានរួចខ្លួនទេតែអ្នកទាំងពីរឆ្លើយសិនមកតើអ្នកទាំងពីរលោកចូលចំការខ្ញុំយប់នោះក្នុងបំណងអ្វីពិតប្រាកដ អើយខ្ញុំរឿងនេះណែខ្ញុំ ណែបងប៉កុំនិយាយទៅខ្ញុំនិយាយម្ដងបងប៉ឯងនិយាយខុសច្រើនណាស់ខ្ញុំបានប្រាប់អូនស៊ូហើយថាខ្ញុំមកដើម្បីសុំទៅសពផ្អែរបស់បងជ័យតែតែមកចំតាក់ទៅវិញ ត្រូវហើយ ខ្ញុំចង់ទៅ បែរជាមកជាប់តាក់ទៅវិញជួយខ្ញុំផងទៅខ្ញុំសុំបងជួយខ្ញុំផងទៅអើយដាក់កែឥឡូវឲ្យលោកអើយជួយផង ចង់ទៅម៉ែអើយជួយផងម៉ែ មកយប់ទល់ភ្លឺហើយនេះអើយ này cối paពួកយើងដឹងកិរិយាមាយាទរបស់អញទាំងពីរហើយបើឯងមិនព្រមសារភាពតាមត្រង់ទេឯងក៏មិនរួចទេតាក់នេះដែរហើយពួកឯងនឹងមានទោសពីបទលួចទ្រព្យសម្បត្តិគេទៀត ណែនាងយ៉ាកំចេះហាយណាមិនមែនចិត្តសក់របស់ឯងទេយើងលួចតែសក់របស់អាជីតាតោះមកអញបងប៉ឯងច្រឡំបននិយាយប្រាប់គេត្រង់ហើយពីចោយ បើអញ្ចឹងពូជសពផ្អែមទុំរបស់យើងជាង10ផ្លែដែលបាត់លើកមុនគឺពួកឯងជាអ្នកលួចមែនទេ មានផ្អែមឯណាសាបដូចទឹកមាត់ហើយល្វីនទៀតយើងខំឲ្យកូនយើងមកលួចយកតែដាំ
ស្រាប់តែដាំបានផ្លែហើយអត់ផ្អែមទៀតគឺពួកឯងបោកប្រាស់យើងទើបយើងប្រើកូនឲ្យបំផ្លាញចំការត្រសក់នេះចោលកូននិយាយការពិតជាកំហុសរបស់ខ្ញុំទេដែលឃើញជ័យមានត្រសក់ផ្អែមក៏មានចិត្តលោភលន់តែលុះមិនបានផ្អែមបែរជាចង់បំផ្លាញចំការត្រសក់ផ្អែមរបស់ជ័យទៅវិញដោះលែងកូនខ្ញុំទៅខ្ញុំលែងប្រើកូនខ្ញុំឲ្យធ្វើអញ្ចឹងទៀតហើយពួកម៉ែខ្ញុំក៏ចេះតែថាទេខ្ញុំហ៊ានស្បត់ពួកខ្ញុំអត់មានបានធ្វើដូចពាក្យគាត់ថាទេពួកខ្ញុំជាមនុស្សល្អមិនសមមកចំផ្ទះបែបនេះសោះតាក្រូចអាប៉ោះឯងស្ដាប់អញណាអើយបើពួកឯងនៅតែមិនព្រមសារភាពកំហុសអញមិនត្រឹមតែបណ្ដេញចេញពីក្រុមជាគេតែប៉ុណ្ណោះទេអញចាប់បញ្ជូនឯងទៅធ្វើទោសទៀតកុំភ្លេចថាពេលដែលព្រះបន្ទុំចេញផុតទៅតួនាទីមេភូមិនេះគឺធ្លាក់មកលើអញជាអ្នកកាន់កាប់ឆ្លើយឬក៏មិនឆ្លើយកុំធ្វើបាបខ្ញុំព្រមទទួលកំហុសហើយសុំឲ្យយ៉ាតមកជួយដល់អន្ទាក់ខ្ញុំផងព្រោះប្អូនសួរថាអន្ទាក់នេះយ៉ាតជាអ្នកដាក់អន្ទាក់នេះមិនមែនបងយ៉ាតជាអ្នកដាក់ទេគឺជាស្នាដៃរបស់ខ្ញុំនិងបងជ័យស្មោះតែខ្ញុំចេះតែឆ្លើយទៅទុកពេលឲ្យបងជ័យដើរប្រមូលហៅគ្នាមកមើលហ្នឹងណាឥឡូវមិនបាច់និយាយច្រើនទេអូយជ័យគេធ្វើយ៉ាងនេះវាសំមុខឯងជាមនុស្សខូចតែជួយដោះវាទៅអាយជួយឆាប់ទៅចាប់ពីពេលនេះតទៅពួកឯងត្រូវលះបង់កំណត់នេះចោលហើយអ្នកណាក៏ដោយបើចង់បានត្រសក់ផ្អែមរបស់ជ័យឆៃត្រូវតែទិញឬបើអត់ប្រាក់គឺត្រូវសុំមិនត្រូវលួចជាដាច់ខាតតែខ្ញុំឆ្ងល់ណាស់អូយទៅយកពូជមកដាំត្រសក់បែរជាមិនផ្អែមតើមកពីហេតុអីខ្ញុំសូមជម្រាបយាយតាពូមីងបងប្អូនក្នុងពេលនេះថាត្រសក់នេះទោះបីជាបានពូជយកទៅដាំក៏មិនអាចដាំបានផ្អែមដូចខ្ញុំដែរព្រោះទីដីចំការនេះជាកន្លែងបូជាសពរបស់ម្ដាយខ្ញុំព្រលឹងព្រះបទុមតបោះឪពុករបស់ខ្ញុំបានមកប្រាប់ខ្ញុំកាលពីយប់មុនថាដោយសារតែខ្ញុំដាំលើទីដីពិសិដ្ឋបែបនេះហើយបានជាត្រសក់នេះផ្អែមដូច្នេះអ្នកដទៃមិនអាចធ្វើបានជាដាច់ខាតហើយយើងរាល់គ្នាត្រូវហៅជ័យថាជ័យត្រសក់ផ្អែមយ៉ាងនេះរហូតទៅបងជ័យមិនក៏ពួកបងដឹងថាបាក់នឹងក្រួយប៉ុនបងចូលមកបំផ្លាញចំការត្រសក់តាមពិតជុំម្សិលមិញខ្ញុំបានយល់សុបិនឃើញគ្រូឯងមកបញ្យល់សពប្រាប់ខ្ញុំថាជ័យកូនចាប់ពីពេលនេះទៅកូនត្រូវប្រុងប្រយ័ត្នថែរក្សាចំការត្រសក់ផ្អែមអមែនតែណាកូនព្រោះពូជត្រសក់ផ្អែមនេះពីពិបាករកខ្លាំងណាស់បានមកពីបិសាចភ្នំខ្ជួរដែលថែរក្សាព្រៃភ្នំនេះរាប់រយឆ្នាំមកហើយជាអ្នកផ្ដល់ឲ្យមិនត្រូវប្រកាសឲ្យអ្នកណាបំផ្លាញវាបានទេហើយម្យ៉ាងទៀតបើគេលួចពូជយកទៅដាំក៏វាអត់ប្រយោជន៍ដែរត្រសក់នោះវានឹងខ្លាយទៅជាត្រសក់ធម្មតាចាំមិនដាំពុកណាកូនថែប្អូនឲ្យបានល្អផងព្រោះខ្ញុំបានដាំត្រសក់នេះលើដីដែលបូជាសម្ដេចខ្ញុំដែលត្រសក់នេះកាន់តែផ្អែមបើមានគេបំផ្លាញពូជត្រសក់នេះអស់អនាគតខ្ញុំនិងប្អូនខ្ញុំក៏ត្រូវរលត់រលាយទៅតាមនោះដែរកន្លងផុតទៅ30ឆ្នាំជ័យជាអ្នកដាំត្រសក់ផ្អែមរៀបការនឹងយ៉ាតកូនតាកែមជីវិតផ្អែមល្ហែមប្រពន្ធប្តីតាកែមក៏ស្លាប់ដោយរោគគាឆយក៏មរណាទាំងអាឡ័យទុកក្រុមយីគេដែលល្បាញល្បីឲ្យសុំនឹងជ័យមើលគ្រប់គ្រងរៀបព្រះឧត្តមតាបោះសៅក៏ចូលនិរោធធម៌មកដោះស្រាយជីវិត9ចំណងសុគតនៅលើក្នុងភ្នំខ្ជូលឯសុខក៏បានរូបនាងសយជាកូនលបងឆាយពើបណ្ដោលជ័យសុខរស់នៅនូនត្រកូលគ្មានចិត្តប្រែប្រួលបែកព្រះឆា
បងយល់ថាយើងមានជីវភាពគ្រាន់បើមកដល់ពេលនេះដោយសារគុណូបការៈដ៏សែនធ្ងន់ធ្ងររបស់លោកគ្រូឪនិងអ្នកម៉ែដូច្នេះបងយល់ថាយើងគួរតែឆ្លៀតពេលមួយទៅដង្ហែយកអធិធានរបស់ព្រះតាបសពីភ្នំខ្ជូលមកបញ្ចុះក្នុងចេតិយក្បែរគ្នាជាមួយអ្នកម៉ែប៉ុនប្តីតាកែនក៏ស្លាប់ដោយរោគាឆាយក៏មរណាទាំងអាឡ័យទុកក្រុមយីគេដែលល្បាញល្បីឲ្យសុខនឹងជ័យមើលគ្រប់គ្រងរៀបព្រះបតុមតាបសាក៏ចូលនិរោធធម៌មកមកដោះស្រាយជីវិត9ចំណងសុគតនៅលើក្នុងភ្នំខ្ជូលឯសុខក៏បានរត់លេងសើយជាកូនរបស់ឆាយពៅបណ្ដូលជ័យសុខរស់នៅនោះត្រកូលគ្មានចិត្តប្រែប្រួលបែកព្រះឆាបងយល់ថាយើងមានជីវភាពគ្រាន់បើមកដល់ពេលនេះដោយសារគុណូបការៈដ៏សែនធ្ងន់ធ្ងររបស់លោកគ្រូឪនិងអ្នកម៉ែដូច្នេះបងយល់ថាហើយយកអធិធានរបស់ព្រះតាបសពីភ្នំខ្ជូលមកបញ្ចុះក្នុងចេតិយក្បែរគ្នាជាមួយអ្នកម៉ែនៅក្នុងចំការត្រសក់រួមទាំងធ្វើចេតិយពីរទៀតបញ្ចុះធាតុឪពុកម្ដាយប្រពន្ធរបស់យើងនៅទីនេះតើសួរអូនយល់យ៉ាងណាដែរគំនិតរបស់បងនេះប្រសើរហើយតើបងគិតទៅដង្ហែអធិធានព្រះគ្រូឪនៅពេលណាចាំកសាងចេតិយរួចរាល់នឹងឲ្យហោរាទួទាយរើសពេលវេលាជ័យមង្គលសិរីសួស្ដីក៏ត្រូវដង្ហែធ្វើពិធីបុណ្យសម្ដែងមហោស្រពយីគេរបស់យើងឲ្យអធិកអធមតែម្ដងតែពេលភ្លាមនេះប្រហែលជាយើងធ្វើបន្ថំជូនបុព្វការីរបស់យើងមិនទាន់បានទេព្រោះក្រុមយីគេមកជាជាប់រវល់តើមានគេត្រូវការជួលឲ្យទៅសម្ដែងទៀតទេចាកាលពីព្រឹកមិញខ្ញុំបានទៅផ្សារជាមួយសយស្រាប់តែលើមន្ត្រីអ្នកមុខអ្នកការមកពីរាជវាំងថាព្រះករុណាជាអង្គម្ចាស់ដែនដីរបស់យើងបានមកតាំងព្រះរាជវាំងនៅក្បែរភ្នំប្រសិទ្ធនេះត្រូវការក្រុមសិល្បៈជាច្រើនទៅសម្ដែងអបអរសាទរក្នុងពិធីសម្ពោធព្រះរាជវាំងថ្មីរបស់ព្រះអង្គយើងគួរតែប្រមូលគ្នាទៅហាត់ត្រៀមអំរងទុកព្រោះបើតាមមើលទៅជាមិនរួចពីព្រះអង្គប្រាអាមាត្យឲ្យមកហើយទេគឺដោយសារក្រុមយីគេយើងល្បីឈ្មោះងាយនឹងគេដឹងណាបងរីករាយណាស់ពេលបានដឹងរឿងនេះហើយបងគិតថាមិនចាំបាច់ព្រះអង្គមានព្រះរាជបញ្ជាមកហៅនោះទេគឺយើងសុំខ្លួនទៅសម្ដែងថ្វាយព្រះអង្គតែម្ដងទៅមែនហើយបងថ្ងៃនេះយើងនឹងចាត់ក្រុមយើងឲ្យត្រៀមបំរុងរួចរាល់ហើយខ្ញុំនឹងទៅតាក់ទងមន្ត្រីរាជវាំងភ្លាមហើយពេលចូលទៅសម្ដែងនោះយើងកុំភ្លេចបែរត្រសក់ផ្អែមរបស់យើងទៅផងព្រោះព្រះអង្គមិនទាន់ជ្រាបពីរឿងនេះនៅឡើយទេអរគុណមហាសីអូនយីជ័យក្រុមយីគេរបស់ឯងសម្ដែងបានគាត់ភ្នែកល្អណាស់យើងកំណត់ថាមួយខែម្ដងឯងត្រូវយកក្រុមយីគេនេះមកសម្ដែងឲ្យយើងតតជាទៀងទាត់ណាចំណែកត្រសក់របស់ឯងដែលមានរសជាតិផ្អែមត្រជាក់បំផុតនោះចាប់ពីពេលនេះតទៅយើងកំណត់ថាឈប់ឲ្យលក់ឲ្យណាទៀតទៅគឺ
គឺទុកសម្រាប់យកមកធ្វើជាក្រយ៉ាស្ងោយរបស់យើងគឺឯងត្រូវការពារចំការត្រសក់ផ្អែមនោះកុំឲ្យមានមនុស្សចូលទៅលួចបេះឬគោក្របីចូលទៅស៊ីឲ្យសោះមិនឯងឮទេនេះគឺជាព្រះរាជបញ្ជារបស់ព្រះអង្គមិនអីទេខ្ញុំព្រះបាទម្ចាស់សន្យាថានឹងគោរពតាមព្រះរាជបញ្ជាមិនឲ្យមានការខុសឆ្គងជាដាច់ខាតក្រាបទូលព្រះស្វាមីខ្ញុំម្ចាស់បានលើលហៀងថាជ័យនឹងសួរម្ចាស់ចំការដាំត្រសក់ផ្អែមនេះចុកខ្សែបញ្ញត្តិវងផងណាគេទាំងពីរអ្នកព្យាយាមលាក់ឲ្យអ្នកណាដឹងទីហាតើដោយបន្ទូលរបស់ព្រះមហាក្សត្រយើងមែនទេជ័យតើពុយពងវងត្រកូលឯងទាំងពីរនាក់យ៉ាងម៉េចដែរទៅប្រាប់ឲ្យត្រង់មកកុំលាក់សូមព្រះរាជទានទោសតើព្រះរាជអគ្គមហេសីទ្រង់បានជ្រាបរឿងនេះពីណាមកក្រាបទូលទទួលរាជបញ្ជាតែជ័យគេថាដំរីស្លាប់យកចង្អេរបាំងមិនចិត្តទេណារឿងដែលព្រះមហេសីទ្រង់ជ្រាបគឺយើងជាអ្នកទូលថ្វាយព្រោះកាលពី5ឆ្នាំមុនយើងបានទទួលរាជបញ្ជាពីព្រះមហេសីឲ្យនាំយកដង្វាយនិងចង្ហាន់ផ្សេងទៅប្រគេនព្រះសង្ឃទូតដងនិងតាបោះអេសីតាមអាស្រមនានាក៏បានជួបនឹងព្រះតាបោះមួយអង្គព្រះនាមព្រះបន្ទុំតាបោះជាព្រះរាជបុត្ររបស់ព្រះបាទចក្រពត្តិរាជទ្រង់បានមកសាងព្រះភ្នោះនៅទីនោះតាំងពីក្មេងទ្រង់បានខ្សឹបប្រាប់ទៀតថាសពថ្ងៃនេះទ្រង់នៅសល់កូន2នាក់ដែលម្ដាយជារាជសុតសាទគឺជ័យនឹងសួរនេះឯងក្រាបទូលសូមទ្រង់ជ្រាបក្រមព្រះអង្គទូលព្រះបាទរឿងនេះគឺពិតដូចជាពាក្យអុកញ៉ាក្រឡាហោមមែនតែដោយយល់ថាបិតាទូលបង្គំដូចជាបែកចេញឆ្ងាយពីរាជវង្សហើយនោះទើបទូលបង្គំទាំងពីរអ្នកបងប្អូនមិនចង់ឲ្យរឿងនេះខ្យល់ខ្ចាយវែងឆ្ងាយទេទោះបីយ៉ាងណាក៏ឯងទាំងពីរនាក់ជាប់ជាប្រញាប់វង្សដែរដូច្នេះក្នុងទូនាទីរបស់ឯងដែលបានខិតខំកសាងសិល្បៈវប្បធម៌ឲ្យគង់វង្សនៅក្នុងភូមិស្រុកនេះនឹងត្រូវមានភារកិច្ចថែទាំចំការត្រសក់សម្រាប់យើងផងនោះយើងនឹងប្រគល់មីឲ្យឯងជាពញាជ័យនិងពញាសួរចាប់ពីពេលនេះតទៅហុចមកជួយគ្នាទៅហើយស្អីហ្នឹងណាឈឺណាស់ខ្ញុំសោចព្រោះលឺសូរពញាសួរនិងពញាជ័យអត់កូនតពូជនឹងគេហ្នឹងណាយ៉ាងម៉េចអាជ័យអាសួរវាឡើងជាពញាហើយណាតែឯងនឹងមាននឹកឃើញរឿងជាប់បន្ទាក់ជួជើងឡើងលើកាលពីលើកមុននោះដែរទេមិនភ្លេចទេបងកាន់នោះរបស់ឯងតើដែលជាប់មកកណាត់ខ្លួននោះចំណែកខ្ញុំជាប់នៅក្នុងសំណាញ់តែទោះយ៉ាងណាក៏មិនភ្លេចដែរខ្ញុំរងចាំតែឱកាសដើម្បីសងសឹកតែប៉ុណ្ណោះញ៉ែអាគ្រួចបើនិយាយត្រូវនិយាយឲ្យចំសាច់រឿងប្រយ័ត្នណាឥឡូវគិតពីគំនុំសងសឹករបស់យើងវិញម្ដងគឺយើងត្រូវធ្វើយ៉ាងណាឲ្យវាទទួលទោសរងទុក្ខវេទនាដោយស្រស់ច្បាប់វិញគិតទៅគ្រួសារយើងទាំងពីរអ្នកបងប្អូនអភ័ព្វណាស់បានគ្នាជាប្តីប្រពន្ធយូរហើយដែរតែគ្មានកូនគ្មានអីនឹងគេសោះមិនដឹងជាគិតដោះស្រាយយ៉ាងម៉េចទេបងកុំព្រួយពេកអូនមានមធ្យោបាយមួយហើយ
បិទជប់ឲ្យអីទៅប្រាំមកមើលតើធ្វើយ៉ាងណាដើម្បីឲ្យបានកូនបន្តវងត្រកូលនឹងគេបើវាមិនកើតជាការអីទាំងអស់គ្នាអញ្ចឹងយើងកាត់សុំកូនគេមកចិញ្ចឹមទៅមានតែមធ្យោបាយមួយនេះទេព្រោះយើងកាន់តែចាស់ហើយបងខ្ញុំទៅមើលដំណងសិនចុះគិតទៅសុំគុណឯណាទៅរឿងនេះគួរតែគិតឲ្យបានស្រួលបួលសិនព្រោះកូនមិនចេះតែបានដោយកន្លងធម៌ទាំងអស់នោះទេស្រួលមិនស្រួលយកមកនាំតែដំបៅដើមទ្រូងដោយពាក្យគេថាកូនដែលកើតមកហើយស្លាប់ទៅវិញនិងកូនដែលមិនទាន់កើតទោះជាលំបាកព្រួយយ៉ាងណាក៏មិនស្មើនឹងកូនដែលកើតមកហើយបង្កទុកលំបាកឲ្យឪពុកម្ដាយជាប់រហូតនោះទេនេះគ្រាន់តែជាគម្រោងទេអ្នកប្តីព្រោះតែខ្លាចយ៉ាងនឹងហើយបានជាទ្រាំលំបាកដោយសពថ្ងៃនេះរហូតមកបងទៅពិនិត្យតាមរបងចំការសិនចាំត្រឡប់មកវិញចាំឆៃដំឡូងមានឃើញអីប្លែកទេបងគ្មានអ្វីប្លែកទេដំឡូងនេះឆ្ងាញ់ទេអូនមែនហើយបងពិសាទេដំឡូងនេះឆ្ងាញ់ណាស់នេះសំឡេងស្អីហ្នឹងយីបងក្បៃពីណាចូលមកក្នុងចំការប្រសក់យើងតែគ្នាប្រសក់អស់ហើយហេក្បៃពីណាគេលើអាស៊ីយកប្រទេសផ្ដាច់អញ្ចឹងអ្នកអើយឯងចោលវានឹងស្អីបាត់ជាវាស្លាប់ឆាប់យ៉ាងនេះណែបងចោលនឹងដុំថ្មនេះតាហេតុអីបានជាស្លាប់កើតតោះទៅមើលនេះជាដុំថ្មដែលបងចោលដុំថ្មនេះតូចសោះហេតុអីបានជាក្របីនេះងាប់ហ៎បងជ័យមិនក៏ក្របីចាំងាប់ថាម៉េចនឹងជាក្របីរបស់ប៉អឯងហ៎ចុះហេតុអីបានជាបណ្ដោយឲ្យវាដើរផ្ដេសផ្ដាស់ពេលជប់ចូលមកបំផ្លាញចំការត្រសក់របស់ខ្ញុំអញ្ចឹងមិនបានជាប៉ឯងមិនព្រមចងវាឲ្យបានត្រឹមត្រូវផងទៅក្រែងឯងដឹងថានេះជាចំការត្រសក់របស់លួងដែរខ្ញុំមិនមែនបណ្ដោយទេតែវាដាច់រួចចេញពីក្រោលខ្ញុំខំតាមរយជាមួយនឹងគ្រួចពេញមួយយប់ទៅហើយមិនដឹងជាវាមកដល់ទីនេះសោះតើហេតុអីបានជាបងសម្លាប់ក្របីខ្ញុំគ្មានបំណងសម្លាប់ក្របីនេះទេគឺខ្ញុំគ្រាន់តែចោលវានឹងដុំថ្មប៉ិនកដៃនេះបំណងចង់បង្អើលវាឲ្យរត់តែប៉ុណ្ណោះមិនដឹងជាយ៉ាងណាបានជាក្របីនេះងាប់ខ្ញុំមិនជឿសម្ដីរបស់ទេគឺលបងមានបំណងចង់សម្លាប់ក្របីខ្ញុំត្រូវតែប្តឹងចៅក្រមឲ្យលបងសងក្របីខ្ញុំវិញត្រូវហើយតាមចិត្តឯងចុះទោះជាយ៉ាងណាខ្ញុំគ្មានបំណងសម្រាប់ក្របីឯងទេប៉ុន្តែយ៉ាងណាក៏ដោយស្អែកលបងគង់តែដឹងទេតោះអស់លោកចៅក្រមកុំសង្ស័យត្បិតបញ្ញាជ័យម្ចាស់ចំការចោលក្របីខ្ញុំឲ្យមរណាគ្មានពិចារណារកខុសត្រូវខ្ញុំសុំឲ្យសងក្របីវិញតែជ័យទៅមនិញរៀងញ៉ែញើសូមលោកចៅក្រមកុំស្ងៀមនៅជួយរកខុសត្រូវឲ្យខ្ញុំផងខ្ញុំគ្មានគំនិតចោលក្របីបក់ឲ្យខ្សិនខ្សៃសោះឡើយហងចោលនេះគ្រាន់តែមានបំណងឲ្យវាប្រែខ្នងត្រឡប់ក្រោយខ្ញុំចោលនឹងដុំថ្មទូចពិត
ក្នុងយប់ងងឹតពីចម្ងាយហេតុអីក្របីត្រូវពោះធ្លីពាក្យបក់និយាយមិនសមទេ ទោះសមមិនសមតាមមាត្រាអ្នកបានប្រហារក្របីគេត្រូវតែសងវិញគុំខ្នន់គ្នាគុំបាច់កិច្ចកែប្រែរកត្រូវ ចៅក្រមកាត់នេះមិនទំនងមិនតាមកន្លងចាស់ប្រដៅថាឲ្យខ្ញុំសងក្របបីទៅរឿងនេះអាស្រូវមិនសមសោះគេលែងក្របីមកទាំងជប់ជន់ត្រសក់ត្រប់ខ្ញុំខ្ទេចអស់មិនដេចមិនរកហេតុផលត្រូវខុសបែរជាបន្ទោសខ្ញុំទៅវិញមិនដេចចោទថាយើងលែងក្របីចូលទាំងរាត្រីជន់ពីពេញក្របីខ្ញុំដាច់ខ្ញុំខំដេញគូឲ្យទុំម្នេញឈឺចុកចាក់បើបក់ក្រួចមិនលែងក្របីខ្ញុំប្រពន្ធប្តីសូមឆ្លើយប្រាប់ថាពិតជាមិនប៉ងសម្លាប់ក្របីនោះស្លាប់ដោយចៃដន្យត្រសក់ខ្ញុំថែទុកថ្វាយស្ដេចក្រួចបក់មានល្បិចចង់បំផន់លែងក្របីឲ្យចូលមកជន់គួរដាក់ទោសទណ្ឌឲ្យតាមការ រឿងនេះស្មុគស្មាញពុនពេកក្តាច់យើងមិនដឹងកាត់ឲ្យយ៉ាងណាបើចង់ឲ្យច្បាស់សាលាការគួរតែនាំគ្នាទៅតក្តីទៅឯថ្នាក់លើទៅទៀតចុះមានមន្ត្រីខ្ពស់សេនាបតីឯយើងចៅក្រមលេងដឹងអីរឿងចោលក្របីស្លាប់នោះហើយបើតាមពាក្យអ្នកម្ចាស់ក្របីយើងសេនាបតីមិនកន្តើយថ្លឹងថ្លែងនឹងពាក្យចុងចម្លើយពិចារណាហើយសូមឆ្លើយថារឿងនេះត្រូវតែពញាជ័យស្រង់ក្របីទៅបកវិញរាព្រោះបានចោលថ្មប៉មប្រហារតាមច្បាប់អាជ្ញាថាត្រូវសង សេនាបតីកាត់មិនសមតាមច្បាប់កាត់ក្រមចំកន្លងព្រោះខ្ញុំពិតជាគ្មានបំណងប៉ុនប៉ងប្រហារសัตว์នោះឡើយដុំថ្មប៉ុនកដៃជើងសោះមិនគួរសัตว์នោះវាខ្សិនខ្សៃនេះគឺជាចៃដន្យចង្រៃសូមដុំថ្មប៉ុនកដៃជើងសោះមិនគួរសัตว์នោះវាខ្សិនខ្សៃនេះគឺជាចៃដន្យចង្រៃសូមលោកវិនិច្ឆ័យតាមហេតុផលការពិតបក់ក្រួចលែងក្របីដោយចិត្តអប្រ័យមានល្បិចកលប៉ុនប៉ងបំផ្លាញកុំឲ្យសល់ដំណាំភោគផលក្នុងរបងជ័យចោតរឿងនេះមិនសមសោះគឺគេប្រងដោះឲ្យរួចផងក្របីខ្ញុំរួចពីចំណងខ្ញុំគ្មានបំណងអាក្រក់ឡើយបើបក់ថាខ្លួនមិនបានលែងក្របីនោះឯងស៊ីខ្ទេចហើយខ្ញុំក៏មិនបានសម្លាប់ឡើយលោកម្ចាស់ត្រានត្រើយជួយគិតចុះ បើម្នាក់ប្រកាន់ម្នាក់ប្រកែកខំស្រែកយកត្រូវមិនព្រមខុសសូមប្តឹងបន្តទៅទៀតចុះយើងអស់លទ្ធភាពកាត់ដីហើយថ្នាក់លើមានតែអង្គសត្រាមានព្រះបញ្ញាថ្លាមិនស្បើយអាចថ្លែងឆ្វេងយល់ឆ្លោះដល់ត្រើយអ្នកកុំព្រួយឡើយរឿងកាត់ក្តីអ្នកគង់តែរកឃើញយុត្តិធម៌កុំព្រួយញាប់ញ័រក្នុងហារតីដើមចោតគង់តែបានក្របីទ្រង់នឹងវិនិច្ឆ័យយ៉ាងពិស្ដារ ដើម្បីបញ្ជាក់ឲ្យអស់ចិត្តថាជ័យពិតជាបងប្រហារក្របីបក់នោះឲ្យមរណាមិនឬយ៉ាងណាគង់តែដឹងត្រូវតែសាឡបងរឿងឡើងវិញកុំអាលតូមនិញប្រកាន់ខឹងចូលយកក្របីមកពេលនឹងយើងនឹងឲ្យជ័យចោលម្ដងទៀតទទួលព្រះរាជបញ្ជាក្រាបទូល มันกลัวเชื่อซะសូមក្រាបបង្គំទូលក្របីតែជ័យចោលនោះធ្លាយពុះងាប់ហើយក្រាបទូលចូលជ័យចោលគ្រប់ក្របីទៅហើយចោលឲ្យត្រូវកុំឃ្លៀងឃ្លាតបើសិនជាវាត្រូវស្លាប់ទៀតយើងនឹងឆ្លាស់ឆ្លៀតកាត់ក្តីឲ្យទទួលព្រះរាជបញ្ជាក្រាបទូល ច
ដោយសារដុំថ្មនោះឯងហើយចោលមិនខុសឡើយត្រូវហើយស្លាប់ព្រោះជ័យមិនដឹងថាថ្មនេះជាថ្មពិសេសដែកកាយសិទ្ធិមិនមែនដូចថ្មធម្មតាពិតជាដែកកាយសិទ្ធិមហិទ្ធិឫទ្ធិក្រៃដូច្នេះជ័យពិតជាគ្មានទោសតែសត្វទាំងនោះដែលត្រូវខ្សែចាត់ទុកជាកម្មផលចង្រៃបកកុំសង្ស័យថយតារាថ្ងៃក្រោយត្រូវតែប្រុងស្មារតីកុំលែងក្របីចូលចំការម្ដងនេះមុខជាមានទោសាព្រោះឯងប្រាថ្នាបំផ្លាញគេដើម្បីឲ្យសមស្របនឹងភាពស្មោះត្រង់និងការខំប្រឹងប្រែងរបស់លោកនោះយើងនឹងឲ្យគេយកថ្មកាយសិទ្ធិនេះទៅឲ្យពួកជារំលាយមើលបើវាពិតជាដែកកាយសិទ្ធិដោយការដែលយើងបានគិតមែននោះសូមលោកកលាហោមបញ្ញាប់រកជាងដល់ចំណានដំធ្វើផ្លែលំពេងមួយភ្លាមក្រាបទូលហើយយកលំពេងនោះមកប្រគល់ឲ្យយើងអានយើងប្រទានឲ្យពញាជ័យទទួលព្រះរាជបញ្ជាក្រាបទូលអ្នកប្តីតើអ្នកបងទាំងពីរទៅតក្តីនៅឯរាជវាំងនោះយ៉ាងម៉េចទៅហើយបានជាមិនឃើញត្រឡប់មកវិញសោះមិនដឹងជាយ៉ាងណាទេមកវត្តទៅតក្តីចាញ់គ្រូនឹងប៉ក់ទៅតើព្រះអង្គកាត់ក្តីឲ្យយើងសងក្បីទៅប៉ក់វិញឬយ៉ាងណាទេបងជ័យមកវិញហើយមែនហើយបងជ័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 យយ៉ាងម៉េចដែរការកាត់ក្តីនោះយ៉ាងម៉េចដែរទៅបងជ័យព្រះករណាទ្រង់វិនិច្ឆ័យប្រកបដោយទស្សពិតរាជធម៌ប្រពៃណាគឺព្រះអង្គឆ្វេងយល់ថាដុំថ្មដែលបងចោលទៅនោះគឺជាថ្មកាយសិទ្ធិទើបបងមិនត្រូវសងក្របីទៅប៉ក់វិញមិនតែប៉ុណ្ណោះទ្រង់បានឲ្យគេយកថ្មដែកកាយសិទ្ធិនោះទៅធ្វើជាផ្លែលំពេងប្រទានឲ្យបងជ័យទៀតផងឲ្យលំពេងនេះហ៎បងផ្លែលំពេងនេះភ្លឺល្អណាស់ខ្ញុំមិនដែលឃើញទេមែនហើយផ្លែលំពេងនេះធ្វើអំពីដែកកាយសិទ្ធិដែលលោកគ្រូឪយើងចងដៃមកឲ្យយើងនោះឯងព្រះករណាប្រទានមកបងទុកជាអាវុធការពាររក្សាដីចំការត្រសក់លួងដោយព្រះអង្គសន្មត់ឈ្មោះថាលំពេងជ័យទៀតផងហើយព្រះករណាមានបន្ទូលទៀតថាញាជ័យលំពេងជ័យនេះគឺជាលំពេងអញ្ញាសិទ្ធិយើងប្រទានដល់អ្នកដើម្បីរក្សាការពារចំការត្រសក់ផ្អែមរបស់យើងបើអ្នកណាទោះជាមនុស្សឬក៏សត្វប្រឡាន់ដែលហ៊ានបំពីបំពេញចូលចំការយើងនោះឯងអាចចោលលំពេងប្រហារបានដោយគ្មានទោសពេញព្រោះឯងបានទទួលសិទ្ធិអាជ្ញាសិទ្ធិគ្រប់យ៉ាងពីយើងទទួលព្រះរាជបញ្ជាក្រាបទូលយើងមានលំពេងអាជ្ញាសិទ្ធិពិតមែនតែយើងមិនត្រូវធ្វើប្រហែសទេណាសួរបាទបងតោះយើងត្រឡប់ទៅពេលអនសយបនទាំងពីរក៏មកដល់ហើយបងពិសាបាយហើយណីបងបាយរួចហើយតែបើឃ្លានយប់ឲ្យយ៉ាតគេស្ងោរដំឡូងសម្រន់ពោះថែមទៀតគ្មានបញ្ហាអីទេពួកឯងនាំគ្នាទៅចុះបាទបងដែលលំពេទៅចុះតើយើងលោកមហាមន្ត្រីក្រាបទូលយប់នេះយើងអបសុកក្នុងចិត្តប៉ុនពេកណា
នឹកចង់ទៅលេងចំការត្រសក់របស់ពញាជ័យម្ដងព្រោះយូរមកហើយយើងមិនអាចឃើញផ្ទាល់ភ្នែកសោះព្រះអង្គយើងទៅពេលយប់ដូច្នេះធ្វើមិនកើតទៅនឹងតរអ្វីក៏ពុំឃើញច្បាស់ដែរម្យ៉ាងទៀតពញាជ័យយាមចំការនោះប្រុងប្រយ័ត្នណាស់ក្រាបទូលចាំព្រឹកទៅក្រាបទូលទូលព្រះបង្គំនឹងដង្ហែព្រះអង្គទៅទេយើងចង់ទៅយប់ដូច្នេះឯងពួកនាងចេញទៅសិនទៅព្រះបរមចាគឺទៅដោយស្ងាត់បំផុតមិនឲ្យអ្នកណាដឹងទេសូម្បីតែព្រះមហេសីនិងបុត្រីរបស់យើងក៏មិនឲ្យដឹងដែរក្រៅពីលោកម្នាក់និងក៏រសារយើងទាំង5នាក់តែប៉ុណ្ណោះចូលលោកទៅ5នាក់ទាំងនោះឲ្យរៀបចំខ្លួនហើយលោកនេះក៏ត្រូវតែជួយដំណើរយើងទៅដែរប្រហែលជាប្រការណាជាម្ចាស់ជីវិតមានបរិយាកិច្ចសំខាន់ហើយក្រាបទូលយើងសង្ស័យពញាជ័យនោះមិនស្មោះត្រង់នឹងយើងដោយលួចទៅសក់ឲ្យអ្នកស្រុកផ្សេងទៀតឬក៏ដាំទុកសម្រាប់ទៅថ្វាយយើងសង្ស័យពញាជ័យនោះមិនស្មោះត្រង់នឹងយើងដោយលួចទៅសក់ឲ្យអ្នកស្រុកផ្សេងទៀតឬក៏ដាំទុកសម្រាប់ទៅថ្វាយយើងទេម្យ៉ាងទៀតនោះតើពញាជ័យយាមល្បាតថែរក្សាទៅសក់ដោយប្រុងប្រយ័ត្នដែរឬក៏យ៉ាងណាទើបយើងចង់ទៅទាំងយប់ដើម្បីលបលួចឆ្មក់មើលតើការពិតនោះដូចម្ដេចខ្លះទទួលព្រះរាជបញ្ជាបើព្រះអង្គសពប្រតិយើងទៅក្រសាក្នុងពេលយប់ដូច្នេះចាប់ទូលបង្គំបញ្ជាឲ្យកងរក្សាព្រះអង្គទាំង5នាក់ដើម្បីដង្ហែព្រះអង្គក្នុងពេលបន្តិចទៀតនេះក្រាបទូលបើអញ្ចឹងលោកទៅចាត់ចែងការនេះចុះណាហើយយើងនឹងចេញដំណើរទាំងអស់គ្នាក្រាបទូលព្រះអង្គខាងមុខគឺចំការពញាជ័យហើយអញ្ចឹងពួកអ្នករាល់គ្នានៅចាំយកទីនេះចុះយើងចូលតែម្នាក់ឯងទៅបានហើយណាមិនយូរប្រហែលយើងនឹងត្រឡប់មកវិញសូមប្រកាសដល់ថ្លៃពិសេសប្រុងប្រយ័ត្នប្រកាយផលក្រាបទូលក្រោយមានហេតុភេទអ្វីកើតឡើងគ្មានអ្វីកើតឡើងទេពេលថ្មនេះប្រហែលជាពញាជ័យកំពុងតែដេកលុបស្កប់ស្កល់ហើយគេមិនដឹងថាយើងលបចូលមកក្នុងនេះទេព្រះអង្គ
មិនរួចទេខ្ញុំមិនទៅព្រះអង្គយើងទេដែលជាអ្នកខកដោយយើងមិនបានប្រាប់គេអីព្រះអង្គសូមព្រះអង្គទៅប្រកបជាសូមព្រះអង្គជំទាវទៅជាបាត់កាយរីជប់ព្រះអង្គមិនបាច់យើងព្រះអង្គទេយើងជប់ណាស់យើងមិនរស់ទេព្រះអង្គនេះជាកំហុសរបស់យើងព្រះអង្គយើងគ្រាន់តែផ្ដាំបញ្ញាព្រះអង្គទៅប្រាប់ព្រះមហាក្សត្ររបស់យើងព្រះអង្គរបស់យើងផងថាសូមកុំឲ្យព្រះអង្គគេយកទោសពីបញ្ញាជ័យឲ្យសោះនេះជាវិជារបស់យើងព្រះអង្គ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 សូមព្រះជទានតោសូមព្រះជទានតោខ្ញុំជាអ្នកធ្វើកុសលព្រះអង្គខ្ញុំជាឃាតករខ្ញុំត្រូវតែមានទោសជាមិនរួចទេពញាជ័យលោកកុំគ្មានអ្នកណាហ៊ានល្មើសបានទេខ្ញុំជាឃាតករខ្ញុំជាឃាតករយ៉ាបងជាអ្នកធ្វើកុសលព្រះអង្គបងជាឃាតករបងជាឃាតករព្រះអង្គហេតុអ្វីខ្ញុំខ្លាចខ្លួនជាធៀបតកោទ្រង់តែញាប់រំភនទេក្រៃគង់គំយំស្រែកឲ្យបែកផែនដីក៏ចិត្តអ្នកស្ដីមានន័យប្រកបស្ដាយអង្គសត្រាជីវាក្សិនខ្សែរំលំតែជ័យក្នុងរីត្រីស្ងាត់វត្តភ្នែកសារី តាមឯកសារមហាបរោះខ្មែរទីជើងដំបូងដែលព្រះបរមបពិតព្រះសេនការាជទ្រង់សគត់នោះមានឈ្មោះថាដំបូងចាក់ស្ដេចរៀងរហូតមកទល់សព្វថ្ងៃក្រោយពីបានលើកព្រះបរមសពដាក់ក្នុងព្រះសវណ្ណកោដ្ឋហើយនិមឺនមន្ត្រីបានជំនុំគ្នាយល់ឃើញថាព្រះសេនការាជគ្មានបុត្រតប្រយុវង្សម្យ៉ាងដោយយល់ឃើញថាពញាជ័យពញាសួសក៏ជាប់ក្នុងព្រះត្រកូលផងនោះក៏សម្រេចមកអញ្ជើញលោកទាំងពីរឲ្យឡើងសោយរាជ្យដំណរប្រយុវង្សមួយលើកជាពីរលើកតែលោកពុំព្រមទទួលក្រុមប្រឹក្សារាជបល្ល័ង្កនិមឺនសព្វមុខមន្ត្រីសេនាបតីគ្រប់ជាន់ថ្នាក់បានពិភាក្សាឯកភាពសូមមកយើងម្ដងទៀតឡើងគ្រងរាជសម្បត្តិបន្តពីព្រះសេនការាជនិងសូមយាងពញាសួរគ្រងជាឧបរាជយើងបានបដិសេធចំពោះការស្នើនេះមករួចមកហើយថាយើងពេញចិត្តនឹងជីវភាពដោយសប្តាហ៍ថ្ងៃនេះណាហើយយើងមិនអាចទៅចោលក្រុមសិល្បៈរបស់យើងបានទេសូមព្រះអង្គស្រោចស្រង់ព្រះនគរដែលកំពុងខ្វះព្រះអគ្គមគ្គទេសក្រាបទូលចំណែកក្រុមសិល្បៈសូមព្រះអង្គគំព្រួលប្រតិឲ្យសោះក្រុមសិល្បៈទាំងមូលត្រូវយកទៅក្នុងរាជវាំងទាំងអស់ដើម្បីពង្រីកឲ្យធំពេញនេះទុកថ្វាយព្រះអង្គចូលទៅថ្ងៃក្រោយពីមិនអីទេបើអស់លោកមានការរំពឹងគិតវែងឆ្ងាយដូចនេះយើងយល់ព្រម
ព្រះបាទអង្គជ័យឬព្រះបាទត្រសក់ផ្អែមយល់ព្រមទទួលគ្រងរាជ្យគឺទទួលរក្សារាជបណ្ដោះអាសន្នសិនទម្រាំដល់ថ្ងៃអភិសេកចំណែកពញាសួរក៏ទទួលគ្រងជាឧបរាជដែរគ្រួចនឹងបោះបានចូលមកទូលសារភាពនៅទោសកំហុសទាំងឡាយដែលខ្លួនបានប្រព្រឹត្តដោយការលួចដេញក្របីចូលមកក្នុងចំការត្រសក់តែបណ្ដោះប្រណីនិងប្រគល់តួនាទីឲ្យគ្រួចនឹងបោះជាអ្នកចាំរក្សាចំការត្រសក់លួងរហូតមក3ឆ្នាំក្រោយមកតាមឯកសារមហាបរោះខ្មែរបានសរសេរថាព្រះបាទអង្គជ័យបានអភិសេកតាមទំនៀមជាក្សត្រគ្រងរាជសម្បត្តិពេញសិទ្ធិព្រះអង្គបានបញ្ជាឲ្យគេយកលំពែងជ័យទៅតម្កល់ជាមួយនឹងបញ្ចក្សត្រនានាដើម្បីជាសម្បត្តិរបស់រាជបល្ល័ង្កឲ្យគេយកលំពែងជ័យទៅតម្កល់ជាមួយនឹងបញ្ចក្សត្រនានាដើម្បីជាសម្បត្តិរបស់រាជបល្ល័ង្កពេលនេះយើងបានឡើងគ្រងរាជសម្បត្តិពេញលក្ខណៈហើយក្នុងព្រះបរមនាមយើងជាព្រះបាទត្រសក់ផ្អែមឬព្រះបរមរាជាធិរាជអង្គជ័យយើងបានឲ្យព្រះមហាឧបរាជសួរយកលំពែងជ័យប្រចាំរាជរបស់យើងនោះទៅដាក់តម្កល់ជាមួយគ្រឿងបញ្ចក្សត្រនានាដើម្បីទុកបាត់រាជបល្ល័ង្កតទៅចូលព្រះមហាឧបរាជចាត់ឲ្យមានការសម្ដែងសិល្បៈគ្រប់ប្រភេទជាពិសេសសិល្បៈយីកេឲ្យប្រជាជនរាស្ត្រចូលមើលជាទីកំសាន្តផ្លាស់ប្ដូរគ្នាកុំខកខានឲ្យសោះមិនតែប៉ុណ្ណោះត្រូវចាត់ក្រុមពិស្ណុការសាងប្រាសាទ3គឺប្រាសាទសួរព្រាត់ប្រាសាទយល់ទងនិងប្រាសាទបាត់ពួនគ្រប់ខ្លោងទ្វារព្រះរាជវាំងសម្រាប់ជាទីតាំងឲ្យយើងចេញតូតលបាយនោះដើម្បីជាព្រះកិត្តិយសថ្វាយព្រះអង្គទូលបង្គំសូមព្រះជានុញ្ញាតឲ្យប្រជាជនរាស្ត្រចិត្តឆ្ងាយប្រើក្នុងពិធីមង្គលការអ្វីនៅពាក្យបន្តជូនពរថាជ័យយ៉ងសួស្ដីយ៉ងឬក៏ថាជ័យហងសុហងចាប់ពីពេលនេះតទៅដើម្បីតំណាងឲ្យជោគជ័យសិរីមង្គលក្នុងពិធីដ៏ប្រពៃទាំងនោះល្អចូលលោកមហាមន្ត្រីចាត់ចែងឲ្យគេផ្សព្វផ្សាយទៅតាមបំណងប្រាថ្នារបស់ប្រជានុរាស្ត្រចុះយើងមិនជំទាស់ទេសូមអរព្រគុណក្រាបទូលព្រះអង្គការទូលបង្គំយកលំពេញទូលបង្គំបានឃើញគ្រឿងព្រះបញ្ចក្សត្រនោះបានបាត់ពីក្បួនតម្រាអស់ជាច្រើនដូចជាទេវរូប21ព្រះអង្គព្រះសង្ឃសម្រិទ្ធ1ព្រះគុណនទីសម្រិទ្ធ1ព្រះខ្លោះសម្រិទ្ធ1និងក្រុមព្រះបរោហិត7នាក់ទៀតតើរបស់ទាំងអស់នោះបាត់ពីកាលណាមកក្រាបទូលរបស់ពិសេសទាំងនោះបាត់កាលពីទឹកលិចព្រះនគរគឺលាវនឹងសៀមគេបន្លំយកទៅបន្តិចម្នាក់បានជាយើងអន្តរាយរហូតដល់ពេលនេះយើងមកសោយរាជតប្រយុវងនេះមិនបានបរិបូរណ៍ដោយគ្រឿងបញ្ចក្សត្រនិងព្រះបរោហិតទេហេតុនេះហើយបានជាព្រះនគរខ្សត់ខ្សោយជារៀងរហូតមកមិនមែនបាត់តែគ្រឿងបញ្ចក្សត្រទៅរាជបរោហិតតែប៉ុណ្ណោះទេគឺនៅបាត់ព្រះត្រៃបិដក
ដឹងព្រះអិនគោរពហោរាវត្ថុទាំង5មុខទៀតដែលជាបុគ្គលដល់ព្រះនគរខ្លាំងណាស់គួរតែព្រះអង្គលៃលោកធ្វើយ៉ាងណារៀបចំឡើងវិញក្រោយទូលខ្ញុំប្រកាសណាយល់ថាព្រះកាយមរកតដែលបាត់នោះมันអាចយកមកធ្វើជាតំណាងបានឡើយព្រោះព្រះកាយមរកតមានតែ3អង្គប៉ុណ្ណោះសម្រាប់ស្ដេចចលចក្រប៉ុន្តែដើម្បីកុំឲ្យអាប់យួរដល់ព្រះនគរគួរយកសម្រិទ្ធមាសទឹកដប់សំណលង្ហិនស្ពាន់ទងវាមករំលាយចូលគ្នាគ្រប់12មុខសាងជាព្រះកាយមរកតឡើងវិញអំពីព្រះត្រៃបិដកនោះជារបស់កម្រក៏ពិតមែនតែខ្ញុំព្រះករណាយល់ថាកាលព្រះចៅក្រុងស្រីអយុធ្យាដណ្ដើមយកទៅនោះព្រះចៅក្រុងចម្ប៉ាស័កក៏មានលាក់ទុកព្រះត្រៃបិដក5ចប់ក្នុងមួយមុខដែរយើងនឹងចាត់រាជទូតទៅសុំចម្លងដោយរាជមេត្រីនោះច្បាស់ជាព្រះចៅក្រុងចម្ប៉ាស័កមិនយល់ទាស់ទេអំពីគ្រឿងបញ្ចក្សត្រគឺព្រះខ្លោះសម្រិទ្ធនិងទេវរូប21មុខនោះខ្ញុំព្រះករណាយល់ឃើញថាយើងត្រូវផ្សំសម្រិទ្ធ12មុខក៏អាចកសាងវត្ថុទាំងនោះបានឡើងវិញរីឯបរោហិតទាំង7នាក់ដែលខឹងអន់ចិត្តហើយនាំយកទាំងអិនគោរពហោរាទៅនគរពរិណសីវិញកាលពីដែនដីព្រះបាទអរិទ្ធពលពាសោននោះខ្ញុំព្រះករណានឹងចាត់ឲ្យគេទៅសុំអញ្ជើញកូនរបស់បរោហិតនិងរាជហោរានោះមកបន្តរាជកិច្ចកាន់កាប់ព្រះបញ្ចក្សត្រតរៀងទៅព្រះរាជដើម្បីសង្គ្រោះរតនវត្ថុទាំង5មុខនេះជាការប្រសើរដល់ឧត្តមថ្លៃថ្លាប្របីដាស់ក្រាបទូលរាជសម្បត្តិព្រះអង្គមកជាបានថ្កើងសុខសាន្តតរៀងទៅតាមឯកសារមួយបានចែងថាដោយព្រះនាងយ៉ាពុំមានបុត្រព្រះបរមរាជាធិរាជអង្គជ័យបានទទួលយកព្រះនាងបុប្ផាវតីជាបុត្រីព្រះសេនករាជអភិសេកជាមហេសីហើយមានបុត្រាមួយអង្គព្រះនាមចៅសិរីរតន៍តែឯកសារមួយទៀតចែងថាព្រះបាទត្រសក់ផ្អែមបានទទួលរាជសម្បត្តិពីព្រះបាទសីហនុរាជជារាជបុត្ររបស់ព្រះបាទសេនករាជទៅវិញហើយបានលើកព្រះនាងចន្ទ្រីវតីជាបុត្រីព្រះសីហនុរាជជាមហេសីទោះបីយ៉ាងណាក៏ដោយព្រះបាទត្រសក់ផ្អែមឬព្រះបាទអង្គជ័យព្រះអង្គជាក្សត្រដ៏ខ្លាំងពូកែមួយអង្គដែលចរិតក្នុងព្រះរាជវង្សាវតារមហាបរោះខ្មែរទាំងផ្នែកសង្គមធម៌និងវប្បធម៌ដោយព្រះអង្គបានកសាងប្រាសាទទុកជាគេយ៉ាងច្រើនរហូតមកទល់បច្ចុប្បន្ននេះ